ចង់លេងលើទៀតរៀនផុសទៀតហើយអាយខ្មាស់គេស្លាប់ហើយមិនចង់ទេខ្ញុំជាទូរិសអុយណាមិនក៏មកខ្មាស់គេកើតទៅចូលមកអ្នកណាខ្លាចអ្នកណាយ៉ាងណាក៏ជើងខ្ញុំអត់ដឹងប្រាសាទដែរយើងអាចលេងលើទេបានមួយថ្ងៃពេញលោកប្រុសខ្ញុំខុសហើយខ្ញុំចុះចាញ់ហើយមិនលេងទៀតទេចង់ស្ទុះស្លាប់ហើយសូវ៉ាន់ឈីងអញជាមនុស្សពីកាណាពីកាអង្គុយលើទេរិញហើយនាងនៅតែមិនព្រមលេងទៀតមិនដឹងថាយប់មិញអានប្រឡំលោកដាច់យប់ដល់ម៉ោង 8 ព្រឹកទេល្វិតល្វើយអស់ហើយតាអាយនរណាគេនឹងសូវ៉ាន់ឈីងនាងចង់សម្ដែងដល់ពេលណាទៀតសូវ៉ាន់ឈីងខ្ញុំនេះមិនមែនជាទូរិសអុយក្នុងប្រឡំលោកដែលខ្ញុំមើលយប់មិញទេហែម៉ែថ្លៃឲ្យខ្ញុំឆ្លងភពមែនសូវ៉ាន់ឈីងឈឺតើសម្ដេចអត់ប្រយោជន៍នាងមិនឈឺទេហែចប់ហើយលោកឲ្យខ្ញុំឆ្លងភពមែនតើមើលប្រឡំលោកសុកសន្លប់បាត់អបអរសាទម្ចាស់ដើមម្ចាស់ដើមត្រូវបានដំណើរការរីករាយណាស់ដែលបានបម្រើអ្នកខ្ញុំជាប្រព័ន្ធលេខ008ត្រកូលជីជាប្រព័ន្ធមែនទេជូនខ្ញុំត្រឡប់ទៅវិញទៅចង់ត្រឡប់ទៅវិញបានតើឲ្យតែសម្ដែងចប់សាច់រឿងគឺអាចការថ្មីទៅផ្ទះវិញបានហើយបើខ្ញុំទីមិនខុសទេខ្លួនដែលខ្ញុំមកសប្ថ្ងៃទោះជាកូនស្រីរីគ្រូប៉ុន្តែលទ្ធផលចុងក្រោយគឺជាទូរិសអុយឪពុកមិនស្រឡាញ់ម្ដាយមិនអាណិតប្តីក៏ជាឆ្កែបំរើរបស់តួឯកស្រីចុងក្រោយត្រូវគេក្បត់នឹងចុះចាញ់យ៉ាងវេទនាសម្ដែងចប់សាច់រឿងនេះខ្ញុំនៅតែត្រូវឆ្លងភពទៅវិញដដែលអ្នកធ្វើការស៊ីប្រាក់ខែ 3500 ក្នុងមួយខែចុះបើទ្រាំស្លាប់ទៅឲ្យផុតទៅពួកអ្នកធ្វើការសម័យទំនើបអ្នកឯងនេះចេះតែបារម្ភរឿងឥតប្រយោជន៍មិនស្ដាប់ទេបានហើយផ្ដល់សមត្ថភាពពិសេសឲ្យអ្នកមួយចុះឧទាហរណ៍វិជាអានចិត្តគ្មាននរណាម្នាក់អាចភូតភរនៅចំពោះមុខអ្នកបានទេយ៉ាងម៉េចដោយតាខ្ញុំមិនមែនជាពួកលួចមើលចិត្តគេណាបំពេញបេសកកម្មរួចត្រឡប់ទៅពិភពពិតវិញនឹងមានរង្វាន់10លានចិត្ត10លានដេញស្មុំចោលមែនទេហ្នឹងដឹងទេថាឥឡូវអតិផរណាធ្ងន់ធ្ងរប៉ុណ្ណា100លានល្មមបានហើយមែនទេប្រញាប់បញ្ជូនខ្ញុំទៅវិញមកសូមអញ្ជើញលោកទូរិសអុយធំមិនមែនជាទូរិសអុយក្មេងទេតាមាន100លាននេះនឹងធ្វើឲ្យខ្ញុំរស់នៅក្នុងជីវិតសម័យទំនើបយ៉ាងហឺហាអញ្ចឹងចូលសាច់រឿងទៅតតែយោស័ព្ទទើបយោស័ព្ទឃើញប្តីសង្ហាដល់ថ្នាក់ហ្នឹងប៉ុន្តែមុខកាន់តែសង្ហាចិត្តគំនិតរឹតតែប្រែប្រួលខ្លាំងសូវ៉ាន់ឈីងស្រែកមកស្រែកឲ្យបែកបំពង់ក៏គ្មាននរណាមករំដោះអញដែរមកមុខវិជាអានចិត្តឲ្យខ្ញុំស្ដាប់មើលពីចិត្តដ៏ស្មុគស្មាញរបស់អញបន្តិចមើលស្អីគេហ្នឹងវិជាអានចិត្តអត់ដល់មែនប្រហែលជាឧបករណ៍មានបញ្ហាហើយរងចាំបន្តិចសិនទៅអាចិត្តបន្តិចទៀតបានទេសំឡេងចេញមកពីណាណែគាត់ច្បាស់ជាមិនបាននិយាយទេក្រែងលោកសំឡេងដែលអញឮគឺជាសំឡេងក្នុងចិត្តនាងទេតាសូវ៉ាន់ឈីងខ្ញុំប្រមាននាងមិនថានាងមានការមិនសុខចិត្តអ្វីក្នុងចិត្តទេតែថ្ងៃស្អែកជាថ្ងៃធំរបស់យីធំនាងប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែនទៅប្រយ័ត្នប្រយែងនៅក្នុងវិជ្ជានុក្រមរបស់ទូរិសអុយដូចជាខ្ញុំគ្មានពាក្យថាប្រយ័ត្នប្រយែងទេគិតទៅថ្ងៃមុខបានអង្គុយក្នុងបន្ទប់ដ៏ស្កឹមស្កៃបែបនេះធ្វើជាធំពេញដីស្រួលខ្លួនខ្លាំងណាស់អ្នកនាងនិយាយស្អីហ្នឹងដូចជាចេញមកពីមាត់កូនប្រសាស្រីអញ្ចឹងមិនមែនខ្ញុំទេគឺអ្នកនាងដែលបាត់បង់ម្ដាយក្មេកនៅតាមផ្លូវភៀសខ្លួននោះតើស្អីគេហ្នឹងគ្រួសារទាំងមូលត្រូវរំលាយចោលដោយសារតែឯងរៀបការមែនទេនេះជាអ្នកអង្គម្ចាស់និងអ្នកអង្គម្ចាស់កត្រីមែនទេជំរាបសួរលោកជំទាវវាងអ្នករាល់គ្នាមកជុំគ្នាសពគ្រប់ហើយតោះញ៉ាំតែទៅខ្ញុំនឹកឃើញហើយនេះជាថ្ងៃដែលប្អូនស្រីថ្លៃតូចរបស់ខ្ញុំត្រូវជួបមុខគូដណ្ដប់តាខ្ញុំពិតជាមិនដែលឃើញមនុស្សបុរាណជួបមុខគ្នាយ៉ាងម៉េចសោះនេះជាសម្លេងស្អីហ្នឹងយីថងប្រញាប់លើកតែជូនអ្នកស្រីវាងពិសាទៅចាស់អញ្ជើញអ្នកស្រីពិសាតែពីគេថាអ្នកនាងតូចត្រកូលសៀទាំងប្រាជ្ញានិងរូបសម្បត្តិគឺល្អខ្ចោះថ្ងៃនេះបានជួបពិតជាមិនធម្មតាមែនមើលទៅលើកនេះកូនប្រុសរបស់ខ្ញុំពិតជាមានសំណាងណាស់អ្នកស្រីសរសើរពេកហើយអាយ៉ាអ្នកស្រីវាងអ្នកស្រីកុំបន្ទាបខ្លួនអីអ្នកណាក៏ដឹងថាកូនប្រុសអ្នកស្រីចរិតស្លូតបូតស្មោះត្រង់អំបូរត្រកូលល្អចេះដឹងខ្ពង់ខ្ពស់បរិសុទ្ធនិងមានយុត្តិធម៌សម្អិតខ្ចោះជាមួយអ្នកនាងតូចសៀដែលមានឈ្មោះល្បីល្បាញបែបនេះពិតជាស័ក្តិសមគ្នាតែហ្មងល្អណាស់
ល្អមនុស្សស្មោះត្រង់អាប្រុសម្នាក់នេះយប់ឡើងដើរលេងនៅភូមិស្រីពេជ្រមិនដឹងធ្វើឲ្យកូនក្រមុំអ្នកស្រុកមានផ្ទៃពោះប៉ុន្មានអ្នកទេត្រកូលវាងប្រញាប់ប្រញាល់បែបនេះគឺគ្រាន់តែចង់រកអ្នកទទួលខុសត្រូវជំនួសដើម្បីបិទបាំងរឿងអាស្រូវនិងរកអ្នកធ្វើជាម៉ែដោះថោកប៉ុណ្ណោះស្មោះត្រង់បើអាប្រុសម្នាក់នេះស្មោះត្រង់ចុះត្រកូលវាងនោះមិនជារោងចក្រផលិតមនុស្សស្មោះត្រង់ទៅហើយទេលោកម្ចាស់អ្នកស្រីលោកប្រុសធំអ្នកទាំងអស់គ្នាអីហ្នឹងមានអីមែនទេក្នុងតែមានអីមែនទេអត់មានអីផងឯងនិយាយផ្ដេសផ្ដាស្អីហ្នឹងមីស្រីចិត្តអាក្រក់អញត្រង់ឃើញអ្នកដទៃបានល្អមិនបានមែនទេបងស្រីថ្លៃខ្ញុំបាននិយាយអីមួយម៉ាត់ហើយឬនៅកុំមកស្រែកលោឡានៅមុខខ្ញុំឲ្យសោះឯងមីស្រីចិត្តអាក្រក់ឯងចាំមើលបានហើយយីថងអ្នកស្រីវាងនៅទីនេះនៅឡើយទេកុំឲ្យគេសើចចំអល់សោះមេក៏មិនច្បាស់ដែរថ្ងៃនេះល្មមបញ្ចប់ត្រឹមនឹងហើយស្នៀតសក់មាសនេះស័ក្តិសមនឹងសម្រស់នាងណាស់អរគុណអ្នកស្រីវាងសម័យបុរាណឲ្យតែជូនស្នៀតសក់មាសមានន័យថាម៉ែដោះពេញចិត្តកូនក្រមុំម្នាក់នេះហើយមើលទៅស៊ីយីថងប្រកាសជាត្រូវចូលត្រកូលវាងហើយឆាប់ចេញមកប្រាប់មកថាសាច់រឿងខាងក្រោយយ៉ាងម៉េចពាក្យដែលខ្ញុំមើលមិនទាន់ចប់ទេណាបន្ទាប់ពីស៊ីយីថងរៀបការចូលត្រកូលវាងដោយសារតែបង្កើតគុណមិនបានរហូតត្រូវត្រកូលវាងធ្វើបាបគេមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិស៊ីយីថងទេថែមទាំងបន្ទាប់ពីភូមិគ្រឹះស៊ីដួលរលំបានបញ្ជូនស៊ីយីថងទៅរោងទេសកលទៀតមិនអាចទេម៉ែឲ្យគួរឲ្យខ្លាចខ្លាំងណាស់មួយរឿងហើយមួយរឿងទៀតបានហើយគឺចេញយានពុកមានការចង់និយាយជាមួយឯងបាទស៊ូឈីងអូនត្រឡប់ទៅបន្ទប់មុនទៅគ្រូសានេះរៀបចំនិយាយរឿងអីលាក់បាំងខ្ញុំទៀតហើយអ្នកនាងតូចតើតម្រេះអានចិត្តរបស់អ្នកនាងអាចប្រើបានដល់ពេលណាដែរឯងមិននិយាយគ្មានអ្នកណានិយាយថាអញទេឯងមិនចង់ដឹងការសម្ងាត់អ្នកអតីតទេអីខ្ញុំគ្រាន់តែសម្ដែងបន្តិចតើលោកធ្វើមែនទេមែនអញ្ចឹងពុកម៉ែកូនប្រសាសុំលីទៅមុនហើយទៅចោះកូនប្រសាទៅមែនទេហើយណាពួកគាត់ពិតជាចង់លាក់បាំងខ្ញុំមែនហើយលួចធ្វើរឿងអីស្ងាត់គួរឲ្យចង់ដឹងខ្លាំងណាស់ចង់ដឹងរឿងខ្លាំងណាស់លោកម្ចាស់ជីថងចេញយានអ្នកទាំងអស់គ្នាបានឬអស់ហើយមែនទេបាទអញ្ចឹងអ្នកទាំងអស់គ្នាថាសម្លេងក្នុងចិត្តរបស់ស៊ូឈីងជាការពិតមែនទេខ្ញុំមិនជឿដាច់ខាតនាងទៅរៀនវិជ្ជាអានចិត្តពីណាមកបោកប្រាស់មនុស្សសោះរឿងនេះត្រូវតែពិនិត្យមើលឲ្យច្បាស់សិនស៊ូឈីងពិតជាខុសប្លែកពីមុនខ្លាំងណាស់រឿងនេះកំភត់មិនបានទេនេះពាក់ព័ន្ធនឹងក្តីសុខមួយជីវិតរបស់យីថងសំណាងល្អពេលនេះរឿងរ៉ាវនៅមានផ្លូវកែខៃប៉ុន្មានថ្ងៃទៀតលោកប្រុសតកូវាងនឹងអញ្ជើញយីថងទៅកំសាន្តដល់ពេលនោះពួកយើងចាំសង្កេតមើលឲ្យច្បាស់ម្ដងទៀតត្រូវហើយលោកប្រុសតកូវាងទាំងអំបូរត្រកូលនិងរូបសម្បត្តិសុទ្ធតែលំដាប់មួយខ្ញុំមើលទៅនាងច្បាស់ជាច្រើនណែនទើបលួចបួងសួងផ្ដាសានៅក្នុងចិត្តចេញយានប៉ុន្មានថ្ងៃទៀតទៅដើរកំសាន្តឯងនាំស៊ូឈីងទៅជាមួយផងមិនដឹងយ៉ាងម៉េចទេនៅក្នុងចិត្តម៉ែតែងតែមានអារម្មណ៍មិនស្ងប់សោះបាទម៉ែវ៉ាប្រុសម្នាក់នេះពិតជាសង្ហាមែនសាច់ដុំទ្រូងប្រហែលជាហាប់ណាស់ហើយនេះជាសម្ដីកំឡុះក្រមុំស្អីហ្នឹងបើអញចូលទៅចិត្តទៀតប្រកាសជាធ្វើឲ្យកម្រិតភាពធុញទ្រាន់របស់គេកើនឡើងដល់កម្ពស់មិនខានខ្ញុំជាស្រីស្អាតដូចការដូចបងបោះខ្លួនមកអបងហើយបងនៅតែរុញខ្ញុំចេញទៀតលោកឈៀវជាងយួនតាអ្នកជាប្រុសរត់ហ្នឹងអាក្រក់មើលខ្លាំងណាស់អញពិតជាមិនដឹងថារីកគ្រូសអប់រំកូនស្រីឲ្យចេញមកបែបហ្នឹងដោយរបៀបណាទេអីគេខ្ញុំអាក្រក់មើលអាប្រុសឆ្កែអញកុំសង្ឃឹមថាបានសុខឯសោះអញជាតួអាក្រក់ចិត្តអាក្រក់អញឈរជុះលើក្បាលអញក៏បានដែរចង់រក្សាខ្លួនស្អាតស្អំជុំតួឯងស្រីអញមិនឲ្យឯងសំបំណងដាច់ខាតណែនាងចង់ធ្វើស្អីហ្នឹងបងស្រីសឹកប្រញាប់ឡើងបើធ្វើឲ្យកម្រិតស្អប់របស់គាត់កាន់តែខ្ពស់នោះបងស្រីអាចបញ្ចប់បេសកកម្មនិងត្រឡប់ទៅពិភពពិតវិញបានកាន់តែឆាប់ឈូវ៉ានឃីងនាងថ្លើមធំខ្លាំងណាស់អ្នកម៉ាក់បងប្រុសធំទៅហៅឈូវ៉ានឃីងមកហូបបាយយូរម្លេះហើយនៅមិនទាន់មកទៀតប្រហែលជាគ្មានគ្រោះថ្នាក់អ្វីទេដឹងកុំនិយាយផ្ដេសផ្ដាសបងប្រុសធំរបស់កូនជាប្រុសពេញលេញមើលទៅអាចមានរឿងអីកើតឡើងទៅឧបាយក៏របស់ស៊ូវ៉ានឃីងពីស្ពូនណាស់អ្នកណាទៅដឹងថានាងអាចនឹងប្រើល្បិចអីនៅខាងក្រោយខ្នងនោះបានហើយនិយាយឲ្យតិចបន្តិចទៅលោកពុកអ្នកម៉ាក់អ្នកទាំងអស់គ្នាណែមាត់របស់បងប្រុសធំត្រូវនាងខំដាច់ហើយអុយហើយមីកូនស្រីឈួននេះប្រញាប់អញ្ជើញកូនស្រីឈួននេះអង្គុយចុះទៅយកថងប្រញាប់អង្គុយចុះទៅខ្ញុំមិនអង្គុយទេកាលពីមុនបងប្រុសធំជាមនុស្សអស្ចារ្យយ៉ាងណា
គ្រាន់តែពីការជើងទាំងពីរសោះហេតុអីត្រូវមកឲ្យនាងធ្វើបាបដល់ថ្នាក់ហ្នឹងបានហើយកុំនិយាយទៀតអីបងប្រុសធំកុំប្រាប់ណាថាបងសុកចិត្តទ្រាំឲ្យគេប្រមាថនិងធ្វើបាបបែបហ្នឹងខ្ញុំធ្វើបាបគាត់យ៉ាងម៉េចទៅវិញចុះនាងវិញបើកភ្នែកមើលឲ្យច្បាស់ទៅរបួសគឺកើតឡើងបែបហ្នឹងយល់នៅលើក្រោយនឹងមានរឿងហួសហេតុជាងនឹងទៀតថាប់មួយមាត់ចាត់ទុកថាធ្វើបាបហើយមិនដឹងថាក្រៅពីជើងទាំងពីរដែលពិការផ្នែកផ្សេងទៀតនៃរាងកាយនៅប្រើការបានឬអត់ទេនៅមិនទាន់បានសាក់ផងអយហើយពិតជាសាងបាបកម្មមែននាងមិនចេះអៀនខ្មាស់ខ្លះទេអីបានហើយប្រញាប់អង្គុយចុះហូបបាយទាំងអស់គ្នាទៅស៊ូវ៉ាន់ខេងនាងពិតជាជ្រុលហួសហេតុពេកហើយខ្ញុំជ្រុលហួសហេតុនាងច្បាស់ជាឌឺដងខ្ញុំរហូតតាខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ក៏ថាជ្រុលដែរនោះជាការនិយាយតែមួយម៉ាត់មែនទេយ៉ាងម៉េចគ្រួសារអ្នកទាំងអស់គ្នាចង់ព្រួតគ្នាសង្កត់សង្កិនខ្ញុំដែលជាអ្នកក្រៅមែនទេបានហើយឈប់ឆ្លោះគ្នាទៅអញ្ជើញហូបបាយទៅក្រែងនាងមិនពេញចិត្តនឹងការរៀបការជាមួយយថងទេអីមិនក៏មិនបដិសេធអាពីពីនេះទៅបែរជាមកតង់ទៀមខ្ញុំមិនលែងទៅវិញមើលស្អីមើលទៀតប្រយ័ត្នធ្លាក់ភ្នែកគួរឲ្យខ្នះណាបើមិននិយាយអីបន្តិចទេប្រហែលជាមិនកាត់ទេដឹងជើងទី3របស់បងប្រុសធំតើនៅប្រាការបានឬអត់ហ្នឹងប្រសិនបើក្រុងគូយប់នេះតើពួកគេនឹងមានកូនប្រុសឬកូនស្រីហើយអ្វីបានជាហូបបាយដូចជាមានអីមកចាក់ពីក្រោយក្នុងអញ្ចឹងស្រីម្នាក់នេះពិតជាបង្ករឿងមិនឈប់មែនមុខម្ហូបនេះឆ្ងាញ់ណាស់មួយចាននេះក៏ឆ្ងាញ់ដែរអូហូមានក្តីសុខណាស់ចុងក្រោយមិនបាច់ហូបបាយប្រអប់9 រៀល 9 ទៀតទេហូបយឺតបន្តិចទៅអាកប្បកិរិយារបស់កូនស្រីម្នាក់នេះហូបចុកដូចជាស្រីឃ្លៀងខ្លាំងណាស់ប្តីក៏សង្ហាម្ហូបអាហារក៏ឆ្ងាញ់ពិសាវ៉ាន់ខេងនាងមិនមែនជាស៊ូវ៉ាន់ខេងពិតប្រាកដទេដឹងអាហាខ្ញុំហូបឆ្អែតហើយកុំខ្វល់តែពីហូបអីចាប់យកកម្រិតស្អប់ឲ្យបានលឿនឡើងនឹកស្មានថាជារីជាវាំងស្ទប់ស្ដងមិនដឹងស្មានថាសម្បុកស្ពានស្មុំអីទេម្ហូបបែបនេះឆ្កែក៏មិនហូបផងឆ្កែមិនហូបខ្ញុំហូបយ៉ាងម៉េចដែរបងស្រីខ្ញុំពីស្ពល់លំនឿននៅថាពីស្ពល់ទៀតមិញនេះនាងហូបច្រើនជាងគេទាំងអស់ខ្ញុំហូបគឺដើម្បីលើកមុខឲ្យពួកឯងបើខ្ញុំមិនសប្បាយចិត្តតែបន្តិចគឺគុំសង្ឃឹមថានឹងបានអាហាទោះស្អីក៏ធ្ងន់ម្ល៉េះធ្វើពីដែកឬឈើច័ន្ទក្រស្នាថ្នាក់ល្អធ្ងន់ខ្លាំងណាស់ដឹងថាលោកមានចំណេះដឹងហើយខ្ញុំត្រឡប់ទៅបន្ទប់វិញហើយខ្មាស់គេជើងមួយទៀតហើយលោកម្ចាស់ចៅហ្វាយលោកប្រុសទី2ត្រឡប់មកវិញហើយព័ត៌មានធំលឿនឡើងយកសម្បត្តិមកឲ្យខ្ញុំសូមលោកប្រុសប្រាសាទប្រពៃឲ្យកូនប្រុសខ្ញុំត្រឡប់មកវិញដោយសុវត្ថិភាពផងសម្បត្តិបន្ទាប់ខ្ញុំក៏ចង់មើលដែរល្អណាស់កូនប្រុសខ្ញុំពិតជាពូកែមិនត្រឹមតែបង្ក្រាបចៅមានគុណសម្បត្តិទេថែមទាំងបានចូលរួមបង្ក្រាបទឹកជំនុំនៃយើងគ្រួសារវាងយើងមានអ្នកបន្តវេនហើយល្អណាស់ផ្លូវអនាគតរបស់ប្អូនទី2មុខជាភ្លឺស្វាងណាស់ហើយបើឯងមិនបំផ្លាញគេទេអ្នកម៉ាក់រឿងដែលកន្លងផុតទៅកុំនិយាយទៀតអីឥឡូវខ្ញុំគ្រាន់តែអបអរសាទរប្អូនទី2តែប៉ុណ្ណោះសាច់ទៀតទៅចាំមើលពេលឯងសាច់លេងចេញវិញមើលខ្ញុំធ្វើអីខ្ញុំក៏អបប្អូនទី2ដែរតើច្បាស់ណាស់ចាំស្អែកជាវស៊ីវិននាំមេប្រភពបញ្ហានោះមកវិញពួកឯងរងចាំយំទៅពេលជាវស៊ីវិនដឹងថានាងមិនត្រឹមតែជួយចិញ្ចឹមកូនឲ្យគេទេថែមទាំងត្រូវគេលួចធ្វើបាបពីក្រោយទៀតខឹងខ្លាំងពេកចុងក្រោយសັບស្អុយរលួយក៏គ្មានអ្នកណាសម្លឹងមើលដែរសំលេងបេដងទៀតហើយអ្នកម៉ាក់អ្នកប៉ាខ្ញុំសូមត្រឡប់ទៅបន្ទប់វិញហើយក្នុងនាមជាតួអាក្រក់ស្រីចិត្តអាក្រក់ម្នាក់ខ្ញុំនៅតែមានសុជីវធម៌ណាស់ខ្ញុំគ្រាន់តែអាក្រក់តែមិនមែនគ្មានក្បួនច្បាប់នោះទេស៊ីវិននឹងស្លាប់មែនទេបងទី2មិនស្លាប់ងាយទេស្រីម្នាក់ឈ្មោះសវ៉ាន់ឃីងនោះគឺមើលមិនឃើញគ្រួសារយើងល្អសោះរាល់ថ្ងៃប្រាថ្នាឲ្យគ្រួសារយើងជួបតែរឿងអាក្រក់ឥឡូវថែមទាំងបួងសួងដាក់បងទី2ទៀតខ្ញុំមិនជឿដាច់ចេញយូអានឯងយល់យ៉ាងណាដែររឿងនេះរងចាំស្អែកប្អូនទី2ត្រឡប់មកវិញសឹមគិតទៀតបើគេពិតជានាំស្ត្រីម្នាក់ឈ្មោះ Shen Ruowi នោះមកវិញមែនរឿងដែលនាងគិតក្នុងចិត្តខ្លាចតែជាការពិតហើយក្រោកឡើងឥឡូវមិនទាន់ដល់ពេលគេងទេជាយើងយូរទៅបន្ទប់អានស៊ីផើហើយអ្នកប្រញាប់តាមទៅបញ្ចេញកំហឹងភ្លាមទៅធ្វើអីហ្នឹងធ្វើការ996ក៏មានពេលសម្រាប់ដែរតើឥឡូវម៉ោងប៉ុន្មានហើយខ្ញុំត្រូវចេញពីធ្វើការខ្ញុំត្រូវគេងបំបែកភារកិច្ចបានមុនកំណត់និងទទួលបានវីសមកការបន្ថែមមួយបើខ្ញុំមិនចុះនរកតើអ្នកណាជួយចុះនរកលោកប្រុសយប់នេះលោកនៅតែគេងនៅបន្ទប់អានសៀវភៅទៀតឬ
អញ្ចឹងខ្ញុំបម្រើទៅប្រាប់គេឲ្យរៀបចំធុងងូទឹកនៅបន្ទប់ខាងជិតនេះទៅចុះប៉ាត់នេះជាលើកទី1ហើយដែលមានមនុស្សស្រីក្លាហានដល់ថ្នាក់នេះពិតជានេះជាបន្ទប់អានសៀវភៅអ្នកមកធ្វើអីប្រកាសជាមកឲ្យអ្នកថែមមកហើយឈៀវជេងយួនទោះជាជើងអ្នកពិការក៏ដោយក៏ត្រូវតែបំពេញចិត្តខ្ញុំដែរបើមិនអញ្ចឹងទេខ្ញុំនឹងទៅដឹងតុលាការថាអ្នកអសមត្ថភាពមិនមែនជាប្រុសទេខ្ញុំនឹងឲ្យទាហានចាប់អ្នកយកទៅដាក់គុកកងឹតកំហឹងសំលមុំហើយមែនទេល្មមហើយអញ្ចឹងខ្ញុំទៅវិញហើយមួយគេងស្ទើរស្លាប់ហើយខ្ញុំត្រូវត្រឡប់ទៅគេងវិញការធ្វើការលើស1វិនាទីគឺជាការមិនគោរពដល់ការគេងរបស់ខ្ញុំចាត់ទុកថាអ្នកជាមនុស្សខ្វិនចុះប្រហែលជារឿងភាគនោះមិនសូវកាត់ផលទេខ្ញុំមិនធ្វើឲ្យអ្នកលំបាកចិត្តទៀតទេអ្នកណាថាខ្ញុំមិនកើតចុះអ្នកចង់មានន័យថាម៉េចត្រឡប់ទៅបន្ទប់គេងព្រឹកព្រលឹមស្ទើរស្លាប់មនុស្សហើយរឿងកាលពីយប់មិញកើតឡើងអ្វីខ្លះអ្នកនៅចាំទេយប់មិញប្រុសម្នាក់នេះជាអ្នកស្វែងរកលេងសាច់ខ្លួនឯងទេណាកុំបន្ទោសខ្ញុំថាដៃធ្ងន់ឲ្យសោះបំផ្លាញផ្កាហើយយប់មិញខ្ញុំលូកលងលូកបាត់ហើយចង្រៃយកខ្ញុំប្រហែលជាត្រូវប្រលឹងអ្នកណាចូលសាកសពហើយដឹងយ៉ាងម៉េចក៏អាចលូកលងបានអត់ទេមិនមែនអ្នកចង់គេងទេគឺអ្នកត្រូវឈៀវយេងយួនវីឲ្យសន្លប់សោះមិនមែនទេអាប្រុសចង្រៃនោះខ្លួនឯងចង់សម្ដែងខ្លាំងណាស់ចុងក្រោយមកវាខ្ញុំឲ្យសន្លប់មានជំងឺមែនទេលោកស្រីគិតមើលទៅប្រសិនបើខ្ញុំអាចឆ្លើយសំណួររបស់លោកស្រីបាននោះវាមិនបញ្ជាក់ថាពួកយើងអាចធ្វើឲ្យបន្ទុះអប់របស់នាងធ្លាក់ចុះខ្លាំងទេហោះមិនខុសទេល្បិចមួយនេះអាចប្រើបានជាញឹកញាប់តើអាហាសៀអាចញ៉ែប្រុសផងហើយថែមទាំងចំណេញទៀតជីវិតស្រីបម្រើម្នាក់នេះពិតជាសំណាងល្អមែនមិនត្រូវទេអ្នកទាំងពីរមិនមែនកំពុងមើលការ live ផ្ទាល់នៅកន្លែងកើតហេតុទេហេសឪពុករបស់ខ្ញុំបានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពខ្ញុំមិនចង់មើលផងគួរឲ្យអង់ចិត្តមែនអាឆ្កែអាធ្មប់ឈួតអញហ៊ានមើលងាយក្បាលអញផងហេសទូលបង្គំអសមត្ថភាពណាស់មិនអាចព្យាបាលជើងរបស់លោកប្រុសធំបានទេលោកគ្រូពេទ្យចុះស្នាមរលាកនៅលើជើងរបស់ខ្ញុំមានវិធីព្យាបាលទេវិធីគឺមានគ្រាន់តែពីមុនលោកប្រុសធំមិនសូវខ្វល់ពីរូបរាងខាងក្រៅតាខ្ញុំខ្លាចអ្នកដទៃសើចចំអកជើងរបស់លោកប្រុសធំមានតែលោកស្រីទេដែលមើលឃើញហេតុអ្វីបានជាខ្ញុំខ្វល់ពីគំនិតរបស់នាងម្ល៉េះថែមទាំងខ្លាចនាងឃើញជើងរបស់ខ្ញុំទៀតនេះប្រហែលជាមិនធម្មតាទេថ្ងៃនេះជាថ្ងៃដែលអាស៊ឺត្រឡប់មកវិញហើយចុះបើសំឡេងក្នុងចិត្តរបស់ស៊ូស៊ីជាការពិតតើគូធ្វើម៉េចទៅអ្នកម៉ាក់មិនអាចទៅរួចទេនោះគ្រាន់តែជាការគិតផ្ដេសផ្ដាសក្នុងចិត្តនិងជាការផ្ដាសារបស់បងប្រុសទី2ទេបានហើយរងចាំសៀវស៊ឺត្រឡប់មកវិញសឹមនិយាយគ្នាជំរាបសួរលោកម្ចាស់លោកស្រីលោកប្រុសទី2ចូលមកដល់ក្នុងក្រុងហើយលឿនឡើងលឿនទៅចាំទទួលអាស៊ឺនៅមុខទ្វារអូយជូរណាស់ជូរណាស់ណែអញជាប្រព័ន្ធមែនទេមានរូបមន្តសម្ងាត់ឃុំកុលាបជូរអែមអត់មានតែប៉ុន្តែដើម្បីបើកមើលទិន្នន័យបានត្រូវតែមើលពាណិជ្ជកម្មសិនឥឡូវនេះពាណិជ្ជកម្មមានគ្រប់កន្លែងមែនចប់ហើយទៅញ៉ាំម្លឹកវិញល្អជាងគិតទៅដល់ពេលហើយសៀវស៊ឺក៏គួរតែមកដល់ដែរខ្ញុំចង់ឃើញណាស់ថាសិនរស់ស្រីនោះមានរូបរាងបែបណាដល់ថ្នាក់ធ្វើឲ្យសៀវស៊ឺវង្វេងស្មារតីបែបនេះគួរឲ្យស្អប់ណាស់មកតាមខ្ញុំទៀតហើយខ្ញុំចូលចិត្តមើលទឹកមុខឯងដែលខឹងខ្ញុំតែធ្វើអ្វីខ្ញុំមិនបាននឹងណាឯងមកនេះប្រកាសជាត្រូវដៃខ្ញុំមិនខានបានហើយកុំឲ្យគេសើចចំអកខ្ញុំមិនចង់ប្រកែប្រកាន់ជាមួយនាងទេ
anh kết thà nhom trongប្រកាន់ជាមួយanhណាស់មែនទេចាំទុកណាកុំថាឡើយសៀវយូដែលត្រូវជាប្អូនបង្កើតពេលខ្លះសំបីតែខ្ញុំក៏ចង់វាអញដែរអញគ្រាន់តែឃើញពិន្ទុអប់របស់ខ្ញុំឡើងក៏សប្បាយចិត្តដែរមែនទេបងប្រុសបងស្រីថ្លៃប្អូនស្រីខ្ញុំត្រឡប់មកវិញហើយត្រឡប់មកវិញគឺល្អហើយត្រឡប់មកវិញគឺល្អហើយគ្មានអ្នកផ្សេងទេអាស៊ឺមិនបាននាំអ្នកណាផ្សេងមកទេអ្នកម៉ាក់ថ្ងៃនេះខ្ញុំត្រឡប់មកវិញគឺបាននាំមនុស្សម្នាក់មកជាមួយដែរនៅមានមនុស្សផ្សេងទៀតសំឡេងក្នុងចិត្តរបស់ស៊ូស៊ីគឺត្រូវទាំងអស់ជារឿងពិតមែនខ្ញុំស្មានតែជាស្រីស្អាតកម្រិតណាទៅប្រៀបធៀបទៅស្នេហារបស់ស៊ីវស៊ឺគឺគ្មានតម្លៃតតែសោះអ្នកណាគេកំពុងនិយាយហ្នឹងបងប្រុសខ្ញុំមិនបាននឹងអ្នកណានិយាយផងឬមួយជាការភ័ន្តច្រឡំរបស់ខ្ញុំកញ្ញាម្នាក់នេះឈ្មោះសិនរ៉ូវេគឺជាខ្ញុំម្ចាស់សិនរ៉ូវេសូមគោរពលោកស្រីលោកម្ចាស់លោកប្រុសធំលោកស្រីធំនិងអ្នកនាងសៀវនាងពិតជាមិនបានឮសំឡេងខ្ញុំមែននៅក្នុងចិត្តរបស់នាងនៅមានម្នាក់ទៀតឈ្មោះសិនឈីមើលទៅស្រីម្នាក់នេះមកពីអនាគតមែនតាំងពីដើមមកគ្មានអ្នកណាម្នាក់មានលទ្ធផលល្អឡើយលោកម៉ែបងធំប្អូនស្រីចុះហេតុអីបានជាពួកអ្នកទាំងអស់គ្នាមើលទៅដូចជាមានទុកធ្ងន់ធ្ងរម្ល៉េះប៉ុន្តែបើរវៃនិយាយអ្វីខុសនោះកុំភ័យអីមនុស្សនៅក្នុងគ្រួសារខ្ញុំសុទ្ធតែជានិស្ស័យល្អរាប់អានស្រួលតើអាសេអេឯងនាំអ្នកនាងសិនរូបនេះត្រឡប់មកវិញធ្វើអីបងសេអេខ្ញុំរវៃនាងកុំភ័យអីលោកពុកខ្ញុំចង់ឲ្យរវៃរស់នៅក្នុងភូមិគ្រឹះរាជវាំងដែរបងប្រុសនាងដើម្បីជួយខ្ញុំចេញពីជំរកចោលគាត់ត្រូវគេសម្លាប់ស្លាប់ទៅហើយខ្ញុំមិនអាចបោះបង់នាងចោលបានទេមិនបានទេលោកម៉ែបងប្រុសរបស់រវៃសុទ្ធតែដោយសារតែជួយខ្ញុំទើបត្រូវស្លាប់គ្រាន់តែឲ្យនាងមករស់នៅក្នុងភូមិគ្រឹះតែប៉ុណ្ណោះតើមិនបានទេកាលពីមុនលោកម៉ែមេត្តាធម៌ណាស់មិនមែនបែបនេះទេក្នុងពេលដែលបងប្រុសរបស់នាងបានជួយឯងពួកយើងពិតជាមិនអាចធ្វើជាមនុស្សរំលឹកគុណគេបានទេបងធំនៅតែបងយល់ហេតុផលជាងគេប៉ុន្តែការសងគុណក៏មិនចាំបាច់តតែឲ្យគេមករស់នៅក្នុងភូមិគ្រឹះដែរខ្ញុំអាចឲ្យអ្នកមេការទៅរកផ្ទះមួយក្នុងផ្សេងទៀតនៅក្នុងក្រុងឲ្យនាងស្នាក់នៅបានធ្វើបែបនេះអ្នកនាងសិនក៏អាចរស់នៅបានដាច់ដោយឡែកនិងស្រួលចិត្តជាងដែរបងធំនិយាយត្រូវណាស់ខ្ញុំនឹងឲ្យអ្នកមេការទៅចាត់ចែងភ្លាមមិនអីទេបងសេអឺខ្ញុំមិនបាច់រស់នៅក្នុងភូមិគ្រឹះក៏បានដែរធ្វើបែបនឹងមិនកើតនាងជាស្រីទន់ខ្សោយម្នាក់តើឲ្យទៅរស់នៅខាងក្រៅម្នាក់ឯងយ៉ាងម៉េចនឹងកើតបងប្រុសរបស់នាងដើម្បីខ្ញុំសូម្បីតែជីវិតក៏បាត់បង់ដែរខ្ញុំបានសន្យានឹងគាត់ថានឹងមើលថែនាងឲ្យបានល្អពិតជាល្ងងមែនអ្នកផ្ទះទាំងមូលខំខាត់មិនឲ្យនាំមេគ្រោះថ្នាក់នេះចូលផ្ទះនៅតែមិនព្រមស្ដាប់ទៀតពិតជាពួកដែលគេប្រាប់មិនស្ដាប់គួរតែស្លាប់មែនតើអំបញ្ញមិញនេះខ្ញុំបានឮសំឡេងក្នុងចិត្តរបស់បងថ្លៃមែនទេចម្លែកខ្លាំងណាស់ហេតុអ្វីបានជាបងថ្លៃថារវៃជាមេគ្រោះថ្នាក់ទៅវិញបងថ្លៃអ្នកគិតថារវៃគួរតែរស់នៅក្នុងភូមិគ្រឹះរាជវាំងដែរទេអាយ៉ាខ្ញុំគ្រាន់តែមកមើលគេតើពាក់ព័ន្ធអីនឹងខ្ញុំបើមិនមែនមកពីនាងមានផ្ទៃពោះទេរស់នៅក្នុងភូមិគ្រឹះខ្លាចតែត្រូវគេសាយចំអកបើឲ្យទៅរស់នៅផ្ទះខាងក្រៅវិញប្រហែលជាមិនប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងសិនទេដឹងត្រូវគឺខ្លាចតែប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងសិននឹងហើយតាមពិតទៅខ្ញុំនឹងរវៃតាមពិតទៅខ្ញុំមានផ្ទៃពោះកូនរបស់បងសេអឺហើយអាចកែអត់ទៅញោអញវាក្បាលឯងឲ្យបែកគេលើហើយអាចកែអត់ទៅញោអញវាក្បាលឯងឲ្យបែកគេលើហើយរៀនអីមិនរៀនទៅរៀនធ្វើឲ្យកូនក្រមុំគេមានផ្ទៃពោះទាំងមិនទាន់រៀបការប្រយ័ត្នអូយស្ទើរតែត្រូវមួយដំបងបាត់ទៅហើយសុកមកអបខ្ញុំធ្វើអីប្រុសម្នាក់នេះលោកម៉ែចង់វាខ្ញុំមែនទេលោកម៉ែវាឲ្យងាប់វាអបិញោនោះឲ្យស្លាប់ភ្លាមសិនរវៃភ្លាមនោះក៏ប្រែជាស្រីមានផ្ទៃពោះបាត់អូយពួកខ្ញុំជឿពោះណាស់
នៅចូលធ្វើធ្ងន់ធ្វើអីទៀតប្រពន្ធប្រញាប់ទៅអញ្ជើញគ្រូពេទ្យមកភ្លាមអ្នកនាងសិនពិតជាមានជីពចរមង្គលមែនពិនិត្យតាមជីពចរទៅគឺមានផ្ទៃពោះជាង2ខែហើយអបអសាទរព្រះរាជទេវីនិងលោកប្រុសធំទូបង្គំសូមលាទៅសិនហើយរវៃស្មានមិនដល់សោះថាយប់នោះនាងមានផ្ទៃពោះកូនរបស់ខ្ញុំកុំភ័យឯណាខ្ញុំពិតជាទទួលខុសត្រូវរៀបការលើកនាងជាប្រពន្ធមិនឲ្យទាស់ចិត្តឡើយបងសេអឺបើមានផ្ទៃពោះហើយចឹងអាហ្វាគួរឲ្យអាណិតមែនយប់នោះតាមពិតទៅគឺសិនរវៃដុតថ្នាំពុលបំពុលឡាញសោះជាល្បិចរបស់នាងគ្រាន់តែចង់រកឱកាសឲ្យកូនក្នុងពោះរបស់នាងមានឪពុកធំដុំប៉ុណ្ណោះមិនអាចទេរវៃច្បាស់ជានិយាយបន្ទាប់ពីខ្ញុំស្រវឹងថាខ្ញុំបានប៉ះពាល់រាងកាយនាងហើយលោកគ្រូពេទ្យក៏មានវិជ្ជាជីវៈខ្ពង់ខ្ពស់មិនអាចពិនិត្យខុសបានទេច្បាស់ជាបងថ្លៃនៅក្នុងចិត្តចេះតែចោទប្រកាន់រវៃហើយអ្នកម្នាងខ្ញុំពិតជាខ្មាស់អៀនណាស់ការបងប្រុសលាចាក់លោកទៅចិត្តខ្ញុំការទប់ខ្លាំងពេកទៅបបួលបងសេអឺផឹកបន្តិចបន្តួចក៏ស្រាប់តែអាម៉ាស់មុខគេណាស់ស្រីខូចម្នាក់នេះរត់ចេញពីបន្ទប់ទាំងមិនទាន់រៀបការយប់ជ្រៅស្ងាត់លួចជួបប្រុសនៅក្នុងជំរំស្រីដែលមានអំបូរត្រកូលថ្លៃក្នុងណាទៅធ្វើរឿងថោកទាបបែបនឹងកាន់តែគេនិយាយថាកូនប្រុសច្បងម្ចាស់ពុំគឺសៀវជើងខិនទាំងសងខាងគ្រាន់តែសង្ហាតើដឹងថាខ្ញុំមានផ្ទៃពោះហើយនៅតែមានអរិយាប័ត្របែបនឹងទៀតអ្នកឯងចេញទៅក្រៅជាមួយខ្ញុំរួវៃអូនសម្រាប់ឲ្យបានល្អទៅណាបន្តិចទៀតបងនឹងមកមើលអូនម្ដងទៀតខ្ញុំត្រូវតែឲ្យកូននៅក្នុងពោះនេះស្នងតំណែងជាម្ចាស់ភូមិគ្រាសឲ្យបានចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាមនុស្សជាន់ខ្ពស់បងអូនពីរទៅជែកគ្នានៅបន្ទប់អានសៀវភៅជាមួយបងបន្តិចទៅប៉ុន្តែលោកម៉ែឯងទៅជែកជាមួយបងប្រុសឯងទៅខកខានជួបគ្នាយូរហើយតើបាទលោកម៉ែអ្នកទាំងពីរទៅដើរលេងនៅសួនច្បារខាងក្រៅជាមួយម៉ែទៅចាស់បងធំបងថាអ្នកតខ្លួនទាំងអស់អាចជួយគំនិតក្នុងចិត្តរបស់បងថ្លៃបានមែនទេមិនខុសទេមនុស្សស្រីបែបហ្នឹងមិនអាចឲ្យនៅក្នុងភូមិគ្រាសបានដាច់ខាតបងធំគ្រាន់តែសម្លេងក្នុងចិត្តរបស់បងថ្លៃប៉ុន្មានម៉ាត់ក៏អាចកាត់សេចក្តីអកប្បកិរិយារបស់មនុស្សម្នាក់បានដែរបងមួយវិញទៀតបើរួវៃមានផ្ទៃពោះជាមួយខ្ញុំមែននោះល្ងងខ្លាយកូននឹងជារបស់ឯងមែនទេអំបញ្ញមិញនៅមុខទ្វារគំនិតរបស់ស៊ូវ៉ាន់ជីខ្ញុំបានឮច្បាស់ពេញត្រចៀកឯងនិយាយមកមើលយប់នោះតើឯងចាំអ្វីខ្លះអត់ខ្ញុំស្រវឹងខ្លាំងពេកនឹកអ្វីក៏មិនឃើញដែរមនុស្សស្រីម្នាក់មិននឹងហ៊ានយករឿងកិត្តិយសបរិសុទ្ធមកលេងសាច់នោះរឿងនៅលើโลกនេះមនុស្សស្រីដែលស្រឡាញ់តែទ្រព្យសម្បត្តិមានច្រើនណាស់ប៉ុន្តែនិយាយបែបហ្នឹងមិនត្រូវទេកាលពីមុនជាងបងធំជាសះស្បើយផ្លូវអនាគតរលូនល្អបងថ្លៃខំខ្នះខ្នែងចង់ការជាមួយបងខ្លាំងណាស់ចុះពេលក្រោយមកពេលជាងបងធំពីការនាងប្រញាប់ប្រញាល់ចង់លុបចោលការរៀបការភ្លាមបើគុំតែរីកសារស្ដេចដាក់សម្ពាធនាងគ្មានផ្លូវព្រមការចូលមកទេមនុស្សស្រីប្រភេទហ្នឹងឯងនៅជឿសំឡេងក្នុងចិត្តរបស់នាងទៀតឯងបងធំបងប្រែប្រួលខ្លាំងណាស់បងថ្លៃធ្វើហ្វឹកធំដល់ហើយមនុស្សមួយផ្ទះរងចាំនាងហូបបាយគួរឲ្យធុញណាស់មិនមែនខ្ញុំជាអ្នកឲ្យសិនរួវៃចូលមកនៅក្នុងភូមិគ្រាសឯណាស្រែកដាក់ខ្ញុំធ្វើអីសុំទោសផងខ្ញុំមិនមែនជាមនុស្សទន់ជ្រាយឲ្យអ្នកឯងជិះជាន់ស្រួលទេលោកម៉ែឬមួយខ្ញុំទៅហៅរួវៃមកហូបបាយជុំគ្នាទៅធ្វើអីនាងជាមនុស្សក្នុងផ្ទះយើងឬយ៉ាងម៉េចប៉ុន្តែរួវៃមានផ្ទៃពោះកូនរបស់ខ្ញុំហើយណាអាឡងងកូននឹងជារបស់ឯងមិនអត់បាត់ជាប្រញាប់ទទួលស្គាល់ម្លេះអូនយល់ពីបងដូចជាអូនអញ្ចឹងមិនព្រមជឿថាលោកម្ចាស់នឹងបញ្ជូនអូនទៅរោងទុកទេប៉ុន្តែសម្លេងក្នុងចិត្តរបស់បងថ្លៃពិតជាហួសហេតុពេកហើយអាសៀវម៉ែឯងបានឲ្យចុងភៅរៀបចំអាហារល្អយកទៅឲ្យនាងនៅផ្ទះរួចហើយមិនឲ្យនាងឃ្លានទេចម្លែកណាស់ខ្ញុំចាំថានៅក្នុងសៀវភៅដើមមនុស្សមួយគ្រួសារនេះមិនបានប្រព្រឹត្តចំពោះសិនរួវៃរបៀបនេះទេតើបន្ទាប់មកសៀវស៊ឺត្រូវបានសិនរួវៃនិងប្រុសស្នេហ៍រៀបចំផែនការសម្រាប់រៀបចំយ៉ាងសាហាវឃោរឃៅរហូតដល់សពស្អុយរលួយទើបមានគេសង្ស័យស្អីគេខ្ញុំត្រូវគេយកសពទៅចោលក្នុងរណ្ដៅបង្គន់មិននឹងអាចទៅរួចមិនអញ្ចឹងលើមុខខ្ញុំមានជាប់ក្របបែកមែនទេហេតុអីបានជាអ្នកទាំងអស់គ្នាមើលមុខខ្ញុំបែបនេះពិសាមហូបនេះទៅលោកម៉ែអញ្ជើញពិសាដែរទៅលោកពុកពិសាឲ្យច្រើនបន្តិចទៅល្អហេតុអីក៏ស្ងាត់ម្លេះអ្នកនាងតូចលោកប្រុសពីរមានទោសបីអ្វីជាមួយនាងមែនទេបានជាគាត់សម្លឹងមើលនាងរហូតបែបនេះឬមួយមកពីខ្ញុំស្អាតពេកត្រូវសម្រាប់ខ្ញុំតាក់ទាញហើយមែនទេបងធំខ្ញុំអត់មានបំណងបែបហ្នឹងទេណាគិតទៅមិនសូវប្រកបប្រជាសោះមានចំណងចំណូលចិត្តប្លែកម្លេះសូម្បីតែសិនរួវៃប្រភេទហ្នឹងក៏មើលស្រឡាញ់កើតដែរសុខចិត្តពាក់មួកបៃតងឲ្យគេទៀតអ្នកណាមានចំណងចំណូលចិត្តប្លែករួវៃប្រៀបធៀបជាមួយនាងគឺថ្លៃថ្នូរជាងរាប់ពាន់ដងលោកប្រុសពីរបើឈឺទ្រូងហូបបាយមិនចូលទេលោកពុកលោកម៉ែខ្ញុំទៅមើលរួវៃបន្តិចហើយ
ទៅឲ្យបាត់ទៅចិត្តរំជើបរំជួលចង់តែទៅពោះកូនឲ្យគេសោះនៅតែការពារនាងទៀតឆ្អែតហើយទៅចាំមើលរឿងភាពបន្តទៀតល្អជាងអាសៀវទៅចុះជំនួសឲ្យការខាត់គេទុកឲ្យគេទៅដឹងការពិតដោយខ្លួនឯងវិញទៅខ្ញុំក៏មិនជឿថារួវៃគ្មានបញ្ហានោះដែរហេតុអីបានជាអូនមិនព្រមញ៉ាំបាយអូនកំពុងតែមានផ្ទៃពោះណាប្រហែលជាមិនមែនត្រូវឆ្នាំពោះដូចអញគិតទេដឹងប្រហែលជាអូនញ៉ាំឆ្អែតហើយតើមិនអីទេបងមនុស្សមានផ្ទៃពោះតែងតែអញ្ចឹងហើយចុះនោះជាស្អីអូនមានអារម្មណ៍ថានៅក្នុងបន្ទប់នេះស្អុះស្អាប់ណាស់បងអាចជូនអូនទៅដើរលេងខាងក្រៅបន្តិចបានទេមិនមែនគឺបងប្រុសទី2តើអូនបង្កើតបញ្ហាឲ្យបងមែនទេប្រកាសជាមិនមែនទេបងឲ្យឈុនធៀវទៅលួចមើលបន្ទប់របស់រវៃមិនមែនសង្ស័យលើអូនទេគឺគ្រាន់តែចង់បង្ហាញឲ្យអ្នករាល់គ្នាឃើញថាការសង្ស័យរបស់បងស្រីថ្លៃគឺខុសត្រូវហើយគឺអញ្ចឹងឯងបងប្រុសទី2បងមិនបាននិយាយថាបន្ទាប់ពីរៀបការរួចបងប្រុសធំនិងបងស្រីថ្លៃមិនដែលមានកូនទេមែនទេចុះមិនបានជាពេលអូនមានផ្ទៃពោះមនុស្សនៅក្នុងផ្ទះបងមើលទៅដូចជាមិនសូវសប្បាយចិត្តសោះអញ្ចឹងបងប្រុសធំនិងបងស្រីថ្លៃគ្រាន់តែមិនត្រូវគ្នាតើមិនមែនមកពីអូនសុំទោសណាបងប្រុសទី2មកពីអូននិយាយផ្ដេសផ្ដាស់ហើយអូនគ្រាន់តែភ័យថាមនុស្សក្នុងគ្រួសារបងមិនព្រមឲ្យបងរៀបការជាមួយអូនកុំភ័យអីបងនឹងរៀបការជាមួយអូនប៉ុន្តែមានអារម្មណ៍ថារវៃមិនដូចជាមនុស្សដែលបងស្រីថ្លៃនិយាយសោះមិនត្រូវទេប្រកាសជាគំនិតរបស់គាត់ជាឥទ្ធិពលលើហើយរវៃកំពុងតែពូកូនរបស់ណាមិនក៏អញគិតផ្ដេសផ្ដាស់អញ្ចឹងយ៉ាងម៉េចហើយអ្នកប្រុសទី2អ្នកប្រុសគួរតែទៅមើលនៅក្នុងបន្ទប់របស់អ្នកនាងសិនទៅឃើញរបស់ញ៉ាំដែលនាងលាក់ទុកច្រើនណាស់នាងពិតជាមិនព្រមខ្លួនឯងពិបាកមែនបានហើយឯងថយចេញទៅសិនទៅចាស់អ្នកប្រុសទី2ទោះបីជាបងស្រីថ្លៃទីត្រូវក៏យ៉ាងម៉េចដែរវាមានន័យថាកូននៅក្នុងពោះរវៃជាកូនអ្នកផ្សេងឯណានាងសំបីតែស្រមោចមួយក៏មិនហ៊ានសម្លាប់ផងតើអាចមកសម្លាប់អញបានយ៉ាងម៉េចតើអាសឺនិយាយយ៉ាងម៉េចដែរជំរាបសួរអ្នកម្នាងខ្ញុំបំរើសូមរីកាតាមត្រង់អ្នកនាងសិនបានលាក់របស់ញ៉ាំជាច្រើននៅក្នុងបន្ទប់ប៉ុន្តែអ្នកប្រុសទី2នៅតែស្រឡាញ់និងលងជឿលើនាងដដែលពិតជាលងស្នេហ៍បាក់បោកប្រាមែនអញបង្កាត់វាមកមិនស្មើនឹងបង្កើតប្រកិតមួយផងឈុនធៀវអញថយចេញទៅសិនទៅចាស់ខ្ញុំបំរើសូមលាម៉ែពាក្យថាលងស្នេហ៍បាក់បោកនឹងរៀនមកពីបងស្រីថ្លៃមែនទេអញកុំមកចេះដឹងច្រើនអញក៏ជាមនុស្សលងស្នេហ៍បាក់បោកដូចគ្នានឹងបើអញហ៊ានតែតាក់ទងជាមួយមនុស្សគ្រួសាររីជ្វងវាងទៀតចាំមើលអញកាប់ជើងអញឲ្យបាក់អត់ហ៊ានទៀតទេមិនសូវមិនលោកម្ចាស់បានជួបខ្ញុំឲ្យទៅដើរលេងខ្ញុំបានបដិសេធហើយតើមានសន្លឹកខ្ញុំក៏ឲ្យគេយកទៅវិញដែរអ្នកផ្សេងគ្រាន់តែចង់ឲ្យជើងញ៉ាំបាយតើភរិយាសម្លាញ់អាសឺវាតាំងពីតូចមកចរិតរឹងរូសណាស់បើគ្មានភស្តុតាងច្បាស់លាស់ថាកូននៅក្នុងពោះរបស់សិនរវៃជាកូនអ្នកផ្សេងទេនោះគេប្រកាសជាមិនព្រមដកថយឡើយរឿងនេះមិនពិបាកទេប្រុសស្នេហ៍នោះប្រកាសជាមកតាក់ទងជាមួយសិនរវៃមិនខានយើងគ្រាន់តែចាត់មនុស្សឲ្យតាមដានគេគង់តែចាប់បានកន្ទុយទេបើអានុទី2នៅតែបន្តបោកប្រាស់ខ្លួនឯងទៀតខ្ញុំនឹងបង្កាប់គេដោយផ្ទាល់ដៃបង្កាប់គេយ៉ាងម៉េចបញ្ជូនគេចូលក្នុងវាំងឲ្យទៅធ្វើជាមេអាមាត្យឲ្យធំថ្ងៃស្អែកជាថ្ងៃខួបកំណើតឪពុកអញហើយអញត្រូវតែទៅភូមិគ្រឹះដើម្បីសម្ដែងតាមសាច់រឿងកាលពីខ្ញុំឆ្លងភពមកដំបូងអញមិនដែលបង្ខំឲ្យខ្ញុំធ្វើតាមសាច់រឿងផងមិនធ្វើមិនបានរង្វាន់លើកនេះជាក្បាលទេសចរដ៏ប្រណីតមួយគ្រឿងណាយេត្រូវតែសម្ដែងឲ្យបានតើប្រហែលជាត្រូវសម្ដែងសាច់រឿងបែបណាដែរឯងនឹងតួឯកស្រីឆ្លោះប្រកែកគ្នានៅចំពោះមុខមនុស្សម្នាជាច្រើនឯងត្រូវតែកំភ្លៀងតួឯកស្រីមួយដៃជេរប្រមាថតួឯកស្រីប្រើភាពកាច់សាហាវខូខើរបស់ឯងដើម្បីលេចធ្លោពីភាពទន់ភ្លន់និងរឹងប៉ឹងរបស់តួឯកស្រីរហូតដល់អ្នករាល់គ្នាអាណិតតួឯកស្រីសម្ដែងធ្វើជាទូកាច់រុសារៀបចំខ្លួនស្អាតបាត់ដំលេះគឺដើម្បីទៅជួបអាលីងមែនទេអ្នកណាថាអញទៅជួបគេដើម្បីរឿងហ្នឹងអញនៅរងចាំទីនេះសិនទៅអញទៅមួយផ្លែត Return អាហ្វូតោះទៅបាទហេតុអីបានជាស្រាប់តែបដូរខោអាវចឹងខោអាវមួយឈុតនោះធ្វើពីក្រណាត់សូត្រប៉ាក់ដៃដ៏ប្រណីតរបស់រីជ្វាំងបងខ្លាចថាពាក់ទៅវីយ៉ែតពេកហើយដូចជាដណ្ដើមភាពលេចធ្លោពីម្ចាស់ពិធីពេកទើបផ្លាស់មកពាក់ឈុតនេះវិញទៅគិតក្នុងចិត្តគេថាសម្រស់មនុស្សប្រុសជាមោទនភាពរបស់មនុស្សស្រីគិតក្នុងចិត្តគេច្បាស់ជាចង់ឲ្យខ្ញុំខ្មាស់គេនៅមុខអ្នកអត់ទេហើយគិតក្នុងចិត្តទើបដើរចេញទៅជាមួយលោកឪពុកទាំងអាក្រក់មើលបែបនេះចិត្តនេះអាក្រក់មែនខ្ញុំពិតជាមនុស្សឈួតមែនលោកអបាញ់វិញដូចជាចិត្តឈោក្រោកឈោបានមែនទេបើខ្ញុំរំភើបខ្ញុំមិនត្រឹមតែឈោបានទេសំបីតែរំក៏បានដែរគ្មានទេអូនមើលច្រឡំហើយគិតក្នុងចិត្តឈោមិនកើតផងតើឲ្យខ្ញុំរំជាមួយគេនៅពេលយប់ដោយរបៀបណាទៅ
អូនរងចាំបងបន្តិចណាអាហ្វូតោះបាទចម្លែកណាស់ឯងថាគេប្រហែលជាមិនចង់ទៅរួមពិធីជប់លៀងចម្រើនព្រះជន្មជាមួយខ្ញុំទើបធ្វើរឿងបែបនេះមែនទេមែនហើយប្រកាសណាស់គេច្បាស់ជាចង់យកលេសនេះដើម្បីធ្វើឲ្យអ្នកនាងខ្មាស់គេហើយយ៉ាងណាក៏អ្នកនាងជាមនុស្សគួរឲ្យស្អប់ស្រាប់ទៅហើយបើមិនចេះនិយាយទេបិទមាត់ទៅមិនទៅក៏មិនទៅខ្ញុំក៏ខ្ជិលចាំដែរចេញដំណើរលោកប្រុសអត់កាទេសាមញ្ញពេកហើយចុះមួយឈុតនេះអត់កាទេឆាយពេកហើយលោកប្រុសតាមពិតលោកពាក់មួយណាក៏បានដែរត្បិតថ្ងៃនេះទូឯគឺលោកក៏ organize ឯណោះតើអញគិតថាខ្ញុំដែលចេះតែដើរចេះតែរំបែបនេះវានាំឲ្យលោកមុខគេមែនទេអ្នកបំរើម្នាក់នេះមិនហ៊ានទេខ្ញុំឃើញអញហ៊ានណាស់តើលោកប្រុសបើមិនអញ្ចឹងទេក្រុមពាក់ឈុតនេះសិនទៅលោកស្រីកំពុងរងចាំនៅមុខទ្វារឯណោះទៅយកពីរឈុតទៀតមកឲ្យខ្ញុំបាទលោកប្រុសអ្នកម៉ាក់មិនក៏អ្នកទាំងអស់គ្នាមកទីនេះអញ្ចឹងចុះហេតុអីបានជាកូននៅទីនេះទៀតខាងកូនស្រីស៊ូគេចេញដំណើរបាត់ទៅហើយណាហាខ្ញុំស្មានតែនាងនៅរងចាំខ្ញុំតើធ្វើអីមានមនុស្សស្រីណាទៅរងចាំមនុស្សប្រុសនោះបងធំបងប្រហែលជាចិត្តណាធ្វើបាបបងស្រីថ្លៃដើម្បីឲ្យនាងអាម៉ាស់មុខមែនទេបងមិនបានធ្វើអញ្ចឹងទេទោះបីជានាងរៀងគួរឲ្យស្អប់បន្តិចរៀងចិត្តចង្អៀតបន្តិចសម្ដីអាក្រក់បន្តិចនិងមុខក្រាស់បន្តិចក៏ដោយប៉ុន្តែបងធំបងក៏មិនគួរធ្វើឲ្យនាងពិបាកចិត្តបែបនេះដែរណាពិធីចម្រើនព្រះជន្មឪពុកគេបងជាកូនប្រសាមិនព្រមទៅអញ្ចឹងប្រាប់ឲ្យគេអញដឹងពេញផ្លូវថាបងស្រីថ្លៃមិនត្រូវធៀបជាមួយគ្រូសាប្តីមែនទេខ្ញុំគ្មានបំណងបែបហ្នឹងទេពួកយើងណាមានដែលរើសអើងនាងឯណាបើកូនមិនទៅទេបើកូនមិនទៅម៉ាក់នឹងពុកទៅហើយកុំឲ្យគេនិយាយដើមថាពួកយើងធ្វើបាបកូនប្រសាស្រីឲ្យសោះត្រូវហើយបើឯងមិនទៅពួកយើងទៅនៅក្នុងពិធីជប់លៀងមានមនុស្សច្រើនណាស់មិនដឹងជានឹងបានលើការគិតរបស់ប្រពន្ធខ្ញុំកម្រិតណាទេប្រហែលជាអាចលើរឿងសម្ងាត់លាក់បាំងអស់ចាយអ្វីខ្លះក៏ថាបានខ្ញុំមិនរំលងឱកាសនេះទេអ្នករាល់គ្នាទៅអស់ហើយបើខ្ញុំមិនទៅវាដូចជាចម្លែកពេកហើយខ្ញុំមើលទៅពួកឯងចង់ទៅលួចស្ដាប់ការគិតរបស់គេច្រើនជាងលោកសេនាបតីលីងមកដល់ហើយជូនកាដូវត្ថុទេព UE មួយគូជូនពោសេនាបតីស៊ូមានអាយុយឺនយូរនិងមានសុភមង្គលបរិបូរណ៍អរគុណខ្លាំងណាស់ព្រះអង្គម្ចាស់តូចនិងព្រះនាងតូចនៃភូមិគ្រឹះសាវាងយាងមកដល់ហើយជំរាបសួរលោកពុកនេះជាតែមួយកំសៀវសម្រាប់ជូនលោកពុកចុះស្វាមីរបស់កូនឯណាហេតុអីមិនមកជាមួយគ្នាចឹងគេមិនមកក៏មិនមកទៅខ្ញុំមកតែម្នាក់ឯងមិនបានឬធ្វើជាប្រពន្ធត្រូវយកប្តីជាធំមើលសម្ដីឯងនិយាយចុះប្រើការបានឯណាគិតក្នុងចិត្តតាស៊ូធំម្នាក់នេះពិតជាតឹងរឹងនិងបុរាណមែនទែនហ្មងគិតក្នុងចិត្តសម័យណាហេតុអីនៅតែយកប្តីជាធំទៀតមិនក៏គាត់មិនឡើងទៅលើមេឃទៅនៅចិត្តព្រះអាទិត្យតែហ្មងទៅឯងនិយាយស្អីហ្នឹងឯងចង់ទៅវាជាមួយអញមែនទេខ្ញុំអត់បាននិយាយអីផងមកពីលោកពុកចាស់ពេកត្រជាឡើងធ្ងន់ទៅស្ដាប់ច្រឡំមែនទេគួរតែទៅពិនិត្យត្រជាខ្លះហើយនាងកូនអកតញោឯងបានហើយកូនស្រីរៀបការចេញទៅហើយប្រៀបដូចជាគោមួយទៀតអញ្ចឹងខាន់មកលេងផ្ទះយូរម្ដងនៅផ្ទះខាងប្តីក៏មិនសូវបានទទួលការស្រឡាញ់ស្រាប់ផងទាំងអស់នេះមកពីខ្ញុំជាម្ដាយមើលថែនិងប្រដៅកូនមិនបានល្អទេមិនមែនជាកំហុសរបស់អូនទេអូនបានបំពេញតួនាទីជាម្ដាយបានយ៉ាងល្អបំផុតហើយគិតក្នុងចិត្តសម្ដែងពូកែណាស់តើច្បាស់ជាធ្វើឲ្យប្រពន្ធចុងនិងកូនស្រីដើមស្រឡាញ់គ្នាមិនកើតទើបបណ្ដោយឲ្យកូនស្រីបង្កើតខូចចិត្តអញ្ចឹងគិតក្នុងចិត្តធ្វើបែបនេះដើម្បីឲ្យគេមើលឃើញថាកូនស្រីគាត់ស៊ូលៀងយាយអត់ខ្ចោះតែម្នាក់ឯងណាគ្មានផ្លូវទេនាងអាចលឺការគិតរបស់គេបានយ៉ាងម៉េចអញលឺច្បាស់ណាស់សំឡេងចេញពីក្នុងចិត្តរបស់នាងជារបស់គ្រូសាស៊ូរៀបការចេញទៅហើយមិនក៏ត្រឡប់មកវិញតែម្នាក់ឯងអញ្ចឹងពីមុនអញធ្លាប់ឮថានាងមានឈ្មោះមិនល្អនៅទូទាំងទីក្រុងឥឡូវប្រកាសជាត្រូវគេរើសអើងនៅផ្ទះប្តីមែនហើយមាតារបស់នាងបាត់បង់ជីវិតតាំងពីក្មេងរាជបុត្រស៊ូបានស្វាគមន៍ម្ដាយនាងបង្កើតរបស់នាងមកធ្វើជាប្រពន្ធចុងកូនដែលគ្មានម្ដាយពិតជាគ្មានការអប់រំមែនសូវ៉ាន់ឈីងនិងស៊ូលីយេគឺខុសគ្នាយ៉ាងខ្លាំងតែម្ដងម្ចាស់កត្រីតូចលោកម្ចាស់កញ្ញាតូចមកដល់ហើយមិនអាចទេតាភូមិគ្រឹះស្ដេចស៊ូមិនចូលចិត្តក្មេងស្រីសូវ៉ាន់ឈីងទេហេហេតុអ្វីបានជាគ្រូសាស្ត្រទាំងមូលមកទីនេះជំរាបសួរលោកម្ចាស់ស៊ូនិងលោកស្រីស៊ូសូមជំរាបសួរលោកម្ចាស់ស៊ូនិងលោកស្រីស៊ូមិនបាច់គួរសំទេថ្ងៃនេះជាថ្ងៃខួបកំណើតរបស់សាច់ញាតិយើងមិនបាច់គួរសំពេចទេណាពួកគេមកទាំងអស់គ្នាប្រហែលជាស៊ូលីយេក៏មកដែរនឹកស្មានមិនដល់សោះថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំហើយសាច់ញាតិទាំងមូលបានមកចូលរួមបែបនេះលោកពុកអ្នកម៉ាក់តើមិនមែនមានពាក្យចាំអារម្មណ៍ថាកូនស្រីច្បងរបស់រាជបុត្រស៊ូមិនត្រូវបានគេចូលចិត្តនៅក្នុងភូមិគ្រឹះទេតើនេះមិនមែនជាការយកចិត្តទុកដាក់ខ្លាំងទេគ្រូសាទាំងមូលបានមកដល់ហើយតើកូនស្រីម្នាក់ណាទទួលបានការរាប់អានបែបនេះលោកបងតើសូវ៉ាន់ឈីងធ្វើខុសអ្វីទៅបានជាគ្រូសាទាំងមូលមកចូលរួមពិធីបុណ្យរបស់លោកម្ចាស់បែបនេះទោះបីជាខ្ញុំមិនមែនជាម្ដាយបង្កើតរបស់នាងប៉ុន្តែខ្ញុំបានចាត់ទុកនាងដូចជាកូនស្រីបង្កើតរបស់ខ្ញុំអញ្ចឹងអូប្រហែលជាមានរឿងយល់ច្រឡំហើយប្រហែលជាគ្រូសាលោកម្ចាស់ស៊ូមកទីនេះដើម្បីសុំការបកស្រាយទេដឹង
ប្រសិនបើមានការឆ្លោះប្រកែកគ្នារិចបុតស៊ូមិនខ្មាស់គេទេមីងស្រីម្នាក់នេះពិតជាចេះសម្ដែងមែនមានឱកាសពេលណាគឺបង្កើតឱកាសពេលនឹងដើម្បីបំផ្លាញគេឈ្មោះខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាបានឃើញមុខមាត់ពិតរបស់អ្នកម្ដាយចុងនៅតែជាម្ដាយចុងដដែលនៅតែនិយាយថាស្រឡាញ់ដូចកូនបង្កើតអញ្ចឹងចុះហេតុអ្វីបានជាដើរនិយាយអាក្រក់ពីកូនប្រសាខ្ញុំបែបនេះចុះកូនស្រីបង្កើតរបស់អ្នកវិញតើអ្នកធ្លាប់និយាយអាក្រក់ពីនាងដែរឬទេពុតត្បុតណាស់ខ្លះហើយក្រញ៉ាំរាប់ពាន់ឆ្នាំហើយនៅមកសម្ដែងរឿងភាគនៅទីនេះទៀតប្រហែលជាមិនមែនទេដឹងនាងស្អប់ខ្ញុំជាកូនប្រសាអាក្រក់មែនទេបានជាមកជួយជ្រោមជ្រែងខ្ញុំបែបនេះប្រហែលជាមានរឿងអ្វីមួយមិនស្រួលហើយលោកបងកុំនិយាយអញ្ចឹងអីឈប់និយាយទៅលោកម្ចាស់ពិតមាត់មនុស្សក្នុងគ្រួសារតែមួយត្រូវតែនៅជួរមុខជាមួយគ្នាមិនអាចឲ្យអ្នកក្រៅសាយចំអកបានទេអ្វីដែលអ្នកម៉ាក់និយាយគឺត្រឹមត្រូវហើយមានអារម្មណ៍ថាមានអ្នកកាយវិការជួយជ្រោមជ្រែងបែបនេះពិតជាល្អណាស់ចាំមើលបន្តិចទៀតតើអ្នកឯងអាចសម្ដែងបានដល់ណាលោកម្ចាស់អញ្ជើញខាងក្នុងអញ្ជើញលោកស្រីលីយេបានទៅថ្វាយបង្គំព្រះនៅវិហារកាលពីម្សិលមិញហើយបានឬគ្រូសែនម្នាក់និយាយថាប្រសិនបើស្ត្រីរៀបការហើយមិនទាន់មានផ្ទៃពោះយូរទេប្រកាសជាមានអុកញ៉ាចង្រៃតាមឡងបន្លាចហើយទើបនាងរកគ្រូសែនពូកែម្នាក់មកធ្វើពិធីរំដោះគ្រូគឺលីយេទេដែលគិតគូរបានល្អិតល្អន់អញ្ចឹងចុះពិធីរំដោះគ្រូដែលស៊ូលីយេនិយាយនោះគឺចិត្តណាកាត់ចានឈូងដើម្បីលាបមុខខ្ញុំឲ្យមានស្នាមប្រឡាក់មែនទេលីយេចិត្តល្អតាំងពីក្មេងមិនក៏អាចធ្វើរឿងបែបនេះកើតទៅបងស្រីប្រយ័ត្នសំណាងល្អដែរមិនអីស៊ូលីយេអ្នកម៉ាក់សំឡេងក្នុងចិត្តរបស់វ៉ាន់ឈីនគឺជារឿងពិតទាំងអស់មែនទេលោកពុកមើលបងស្រីចុះនាងចង់បំផ្លាញសម្រស់ខ្ញុំសូវ៉ាន់ឈីងស៊ូលីយេជានាងបង្កើតរបស់ឯងណាចិត្តគំនិតអាក្រក់បែបនេះឯងធ្វើដាក់នាងកើតដោយរបៀបណានាងកាន់ចានឈូងដ៏ធំបែបនេះមកជាដាក់ខ្ញុំអញ្ចឹងនាងមិនអាក្រក់ទេអីត្រូវប្រព្រឹត្តចំពោះអ្នកដទៃដោយក្តីសប្បុរសខ្ញុំជួយនាងរំដោះគ្រោះតើពិធីរំដោះគ្រោះល្អបែបនេះឲ្យនាងប្រើប្រាស់ខ្លួនឯងទៅមិនបាច់អរគុណខ្ញុំទេលោកពុកមើលបងស្រីចុះនាងច្បាស់ជាតាំងហេតុផលមិនឈ្នះហើយមែនទេលោកពុកចាស់នៅតែដូចមុនអញ្ចឹងមិនស្គាល់ខុសត្រូវគិតតែពីបន្ទោសខ្ញុំនៅក្នុងចិត្តនាងខ្ញុំជាឪពុកដែលមិនស្គាល់ខុសត្រូវបែបនេះមែនទេលោកពុកចានឈុងនេះច្បាស់ជានាងជាអ្នកកាន់មកដោយផ្ទាល់ឥឡូវនាងមកបន្ទោសបងស្រីនាងវិញហេអ្នកម៉ាក់ស៊ូលីយេមិនបានចិត្តណាទេនាងគ្រាន់តែជ្រោយដៃធ្វើឲ្យចានឈុងជ្រុះប៉ុណ្ណោះមិនក៏អ្នកម៉ាក់បន្ទោសនាងទៅវិញនាងនៅជាក្មេងនៅឡើយនាងដឹងអីទៅនាងមិនដឹងហើយចុះអ្នកមិនដឹងដែរមែនទេធំដឹងក្តីប៉ុណ្ណឹងហើយនៅតែមិនចេះប្រដៅទៀតលីយេនាងមិនអីទេមែនទេឯងមិនបង្រៀនមានគេចាំបង្រៀនតាលោកម្ចាស់ឆាប់មកជួយផងលោកម្ចាស់អញថាមិនខុសមែនឯងចង់បន្ទោសអញក៏បន្ទោសទៅយ៉ាងណាក៏អញមិនខុសដែរនាងស៊ូលីងយ៉នធ្វើបាបអញប៉ុន្មានដងហើយអញទេមួយកំភ្លៀងប៉ុណ្ណឹងចាត់ទុកថាសំលមុំហើយកន្លងមកអញរងការឈឺចាប់ច្រើនយ៉ាងនេះចុះហេតុអីមិនប្រាប់ពុកជឿខ្ញុំម្ដងទៅមើលដូនតាអើយឥឡូវលីងយ៉នខ្លាយជាកូនប្រសាសារេអភិជនយើងហើយបើលោកស៊ូចង់បន្ទោសសូមបន្ទោសរាជវាំងយើងចុះមិនហ៊ានទេតើគុំឆ្ងល់អីថាគេនិយាយគ្នាថាមានម្ដាយចុងគឺច្បាស់ជាមានឪពុកចុងហើយអញ្ចឹងបើគុំតែខ្ញុំពិការជើងទេមួយកំភ្លៀងនឹងខ្ញុំជាអ្នកផ្ទះដោយផ្ទាល់ដែរហើយតើគេកំពុងនិយាយពាក្យផ្អែមល្ហែមការពារអញមែនទេមិនអាចទេគេគ្រាន់តែចង់បំផ្លាញកិត្តិយសអញនៅចំពោះមុខអ្នករាល់គ្នាប៉ុណ្ណោះចរិតគេគឺមនុស្សខ្លួនឯងនិយមអញ្ចឹងឯងចេញទៅក្រៅប្រាប់គេថាកូនអញខ្មាស់គេស្លាប់ហើយចិត្តអាក្រក់ណាស់ខ្ញុំមិនមែនទេខ្ញុំអត់មានបានធ្វើទេល្ងងខ្លៅមែនលោកស៊ូរឿងនៅវិមានស៊ូលីងយ៉នខាងរាជវាំងយើងជាអ្នករ៉ាប់រងយើងនឹងជូនយិនសិនអាយុ500ឆ្នាំមួយដើមយិនសិនអាយុ500ឆ្នាំនោះជារបស់កុំមានលុយក៏ទិញមិនបានផងមិននឹកស្មានថារាជវាំងស្រឡាញ់នឹងការពារអញដល់ថ្នាក់នឹងសោះពុកអើយកូនដឹងខុសហើយគ្រាន់តែយិនសិនអន់មួយដើមសោះភូមិគ្រីស្ទស៊ូយើងមិនស្រឡាញ់របស់នឹងទេប្រញាប់យកទៅវិញទៅកុំមកធ្វើឲ្យខូចឈ្មោះនៅទីនេះឯងពិតជាកូនប្រុសដ៏ល្អរបស់អញមែនឯងលោកគ្រូពេទ្យលីងយ៉នយ៉ាងម៉េចទៅហើយ
មិនអីធ្ងន់ធ្ងរទេគ្រាន់តែអុករកខឹងខ្លាំងពេកទើបសន្លប់អញ្ចឹងញ៉ាំថ្នាំនឹងរួចលោកលេងអីហើយអញ្ចឹងល្អហើយអញ្ចឹងខ្ញុំសុំលាហើយឯងទៅជូនដំណើរលោកគ្រូពេទ្យទៅម៉ែខ្ញុំមិនសុខចិត្តទេវិការជាមួយអាពីកានឹងសោះហេតុអីបានជាវារស់នៅស្រួលម្លេះហេតុអីអ្នកនៅក្នុងភូមិគ្រឹះស្រឡាញ់តែវាគួរតែត្រូវគេមើងងាយរស់នៅរោងទុកវេទនាទើបត្រូវអាមេធ្មប់តូចនឹងមិនដឹងដាក់ស្នេហ៍ស្អីគេទេសូម្បីតែពុកឯងក៏ចាប់ផ្ដើមការពារវាដែរខ្ញុំមិនបណ្ដោយឲ្យវានៅសប្បាយចិត្តបានយូរទេអ្នកណាជើងក្អែកមកតែងខ្លួនឲ្យកូនស្រីភ្លាមបានហើយចាំស្ដាប់រឿងភាគបន្តទៀតទៅមានរឿងអីអញ្ចឹងច្បាស់ជាមានរឿងរ៉ាវអីមិនស្រួលហើយអូហូមនុស្សច្រើនណាស់តាមើលលោកតាវាងពាក់អាវពណ៌ខៀវខាងស្ដាំដៃនោះជាមន្ត្រីពុករលួយធំណាស់សូម្បីតែក្រេដេកក៏ធ្វើពីមាសសុទ្ធដែរខ្ញុំមានភ្នែកចង់ដឹងថាផ្ទះគាត់នៅណាណាអ្នករាល់គ្នាថ្ងៃនេះផ្ទះតូចរបស់ខ្ញុំពិតជាមានកិត្តិយសណាស់អរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលមកចូលរួមក្នុងពិធីជប់លៀងថ្ងៃខួបកំណើតរបស់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅស្រាមួយកែវនេះខ្ញុំនិងភរិយាសូមលើកជូនអ្នកទាំងអស់គ្នាកាត់អីហ្នឹងស្រវឹងពេកហើយវិលមុខបន្តិចអូនសម្លាញ់ខ្ញុំជូនកូនប្រសាទៅសម្រាប់សិនហើយល្អដែរទៅចុះលោកពុកខ្ញុំធំក្លិនផ្កាឯងកើតអីទៀតហើយខ្ញុំសាប់តែឈឺពោះខ្លាំងណាស់អូយបានហើយមនុស្សជុំគ្នាពេញនឹងឯងធ្វើញញ៉ៃស្អីទៅមើលកូនបន្តិចទៅអូយខ្ញុំទៅដែរលោកដន្លងនេះជាយ៉ាងម៉េចទៅវិញហ្នឹងម្ហូបអាហារមិនត្រូវមកទេអត់ទេមិនមែនអញ្ចឹងទេប្រហែលជាពួកយើងហូបអីនៅផ្ទះមិនសូវស្រួលពោះមិនសូវស្រួលសោះឈឺពោះណាស់លោកអើយទៅប្រញាប់ឡើងប្រញាប់ទៅនេះឬមួយក៏ម្ហូបអាហារមិនស្អាតទេដឹងមិនអាចទេដឹងចាំខ្ញុំទៅមើលបន្តិចសិនក្រែងលោមានរឿងអីកើតឡើងលោកស្រីមេក្រុមល្ខោនយន្តដេញយកប្រុសមកសម្ដែងជូនពរជ័យសិរីមង្គលលោកម្ចាស់ហើយឥឡូវនេះកំពុងតែរៀបចំឆាកនៅសួនច្បារខាងក្រោយហើយចានោះជាក្រុមល្ខោនយន្តដេញដែលព្រះវររាជមាតាគង់ប្រថាប់ចូលហើយទេបំផុតតើបានស្ដាប់ការសម្ដែងរបស់ក្រុមយន្តដេញដូចជាបានឡើងឋានសួគ៌អញ្ចឹងណាអូហូលោកស្រីស៊ូអ្នកស្រីត្រូវតែនាំពួកយើងទៅទស្សនាផ្ទាល់ភ្នែកឲ្យស្គាល់ដៃគូនឹងស្នាដៃដ៏ស្ទាត់ជំនាញរបស់ក្រុមល្ខោនយន្តដេញហើយណាមែនទេមែនហើយទៅមើលទាំងអស់គ្នាអ្នកណាជារកភ្ញៀវក៏ដោយអញ្ចឹងតោះទៅទាំងអស់គ្នាទៅណាល្អតោះនេះជាកន្លែងណាប្រហែលជាប្រតិបត្តិការស្នេហ៍លើអ្នកប្រុសតូចហើយដឹងខ្ញុំជាស្រីស្អាតមានប្រជាប្រិយភាពលេខ1ក្នុងរាជធានីណាបើប្រៀបធៀបនឹងស្រីល្ងីល្ងើស៊ូវ៉ាន់ឆេងមិនដឹងជាល្អជាងប៉ុន្មានដងទេស៊ូវ៉ាន់ឆេងចាំមើលទៅដល់ពេលនោះប្រុសរបស់អ្នកនឹងក្លាយជាឆ្កែនៅក្រោមសម្ពុតរបស់ខ្ញុំជាមិនខានឬមួយក៏សម្លេងពិនរបស់លីងយេមិនអាចឆក់យកបេះដូងអ្នកប្រុសបានទេនាងមិនដឹងទេអីថាសម្លេងពិនរបស់នាងវាស្ដាប់ទៅអាក្រក់មើលមិនយកប៉ុណ្ណាខ្ញុំមិនជឿទេឬមួយអ្នកប្រុសពិតជាចង់រស់នៅជាមួយស្រីល្ងីល្ងើស៊ូវ៉ាន់ឆេងនោះអស់មួយជីវិតមែនទេពាក់ព័ន្ធស្អីនឹងនាងលីងយេអាណិតអ្នកប្រុសណាស់ឬមួយអ្នកប្រុសមិនចង់បានអ្នកយកចិត្តអែមល្ហែមរស់នៅមើលថែគ្នាមែនទេគេអាចគ្រប់គ្រងអ្នកប្រុសស៊ីវជីងស៊ីងបានតែនាងខ្លាចថាមិនអាចទប់ទល់នឹងស្រីស៊ូវ៉ាន់ឆេងម្នាក់នោះបានឡើយខ្ញុំមិនត្រូវការអ្នកយកចិត្តស្អីនោះទេហើយនាងក៏មិនមែនជាមនុស្សក្នុងគ្រួសារខ្ញុំដែរបើអ្នកប្រុសមិនព្រមទេកុំបន្ទោសថាម៉ែប្រើក្បាច់ក្តៅឲ្យសោះថ្នាំសម្រាប់នៅក្នុងពេងតែចាប់ផ្ដើមចេញរធីហើយម៉ែមិនជឿថាអ្នកប្រុសនៅតែអាចទ្រាំបានទៀតនោះទេ
ពិតជាឈួតមែនឈប់ភ្លាមប្រញាប់ឡើងប្រុសម្នាក់នោះជារបស់ខ្ញុំហើយមិនក៏គេមកទីនេះបាននាងតូចខ្ញុំនឹងនាងគ្មានអីនឹងគ្នាទេដូចជាមិនដូចសាច់រឿងដើមសោះតាមិនក៏មើលទៅសៀវជីងស៊ីងមិនដូចជាមនុស្សល្ងងអញ្ចឹងឥឡូវមិនមែនជាមនុស្សល្ងងទេទៅមុខទៀតក៏អាចជាមនុស្សល្ងងដែរឯងចាត់ទុកគេជាមនុស្សល្ងងចុះណាបងស្រីនឹកស្មានមិនដល់មែនទេអ្នកប្រុសសៀវពិតជាស្រឡាញ់ខ្ញុំមែនទោះបីជាបងដណ្ដើមតំណែងប្រពន្ធដើមបានក៏ដោយនៅក្នុងបេះដូងគេមានតែខ្ញុំម្នាក់គត់បងប្រុសលោកទុកបងស្រីថ្លៃដ៏ស្រស់ស្អាតមិនខ្វល់ខ្វាយបែរជាមកចូលចិត្តស្រីមុខអាក្រក់ម្នាក់នេះទៅវិញកុំនិយាយដេកដាច់ខ្ញុំមិនអាចចូលចិត្តនាងបានទេឯងមិនគួរនៅក្នុងបន្ទប់ទេនេះជាយ៉ាងម៉េចទៅវិញគឺយេគឺនេះនាងកើតអីហ្នឹងមិនមែនថាលោកពុកធ្វើបុណ្យខួបកំណើតគ្មានមនុស្សមកចូលរួមទេមិនក៏មកច្រើនម្លេះលោកពុកលោកម៉ែគឺបងថ្លៃឃើញខ្ញុំកំពុងដេញពិនក៏ប៉ុនប៉ងធ្វើរឿងមិនក៏បីលើរូបខ្ញុំលោកពុកត្រូវតែផ្ដល់យុត្តិធម៌ឲ្យខ្ញុំណាលោកឪពុកក្មេករឿងនេះជាការយល់ច្រឡំទេខ្ញុំអាចបញ្យល់បាននិយាយស្អីហ្នឹងបងប្រុសខ្ញុំមិនធ្វើរឿងបែបនេះដាច់ខាតលោកដនឡងរឿងនេះធំដុំណាស់ហាមស្ដាប់តែសម្ដីម្ខាងឲ្យសោះកូនប្រុសខ្ញុំដាច់ខាតមិនធ្វើរឿងអាក្រក់ថោកទាបបែបនេះឡើយខ្ញុំជាកូនស្រីម្នាក់អាចយកកិត្តិយសនិងភាពបរិសុទ្ធមកលេងសើចបានឬមនុស្សស្រីណាយកភាពបរិសុទ្ធខ្លួនឯងមកលេងសើចនោះមែនហើយថ្ងៃនេះត្រកូលសៀវត្រូវតែផ្ដល់ចម្លើយដ៏សមរម្យមួយឲ្យពួកយើងខួរក្បាលត្រូវទ្វារគៀបមែនទេស្វាមីរបស់ខ្ញុំជាមនុស្សពិការជើងទាំងពីរមិននឹកស្មានដល់សោះពីឈ្មោះមិនស្មើនឹងបានឃើញពិតមែនហើយមើលចុះកូនប្រុសច្បងជើងពិការទាំងពីរទៅបៀតបៀនស៊ូលីងយេយ៉ាងម៉េចកើតមែនទេនិយាយថយក្រោយមួយជំហានទោះជាលោកប្រុសសៀវចង់បៀតបៀនស៊ូលីងយេមែននោះចុះស៊ូលីងយេមិនចេះរត់ចេញខ្លួនឯងទេអីគឺមានតែឌីងហ្វុងទេដែលព្រមនិយាយការពារខ្ញុំមិននឹកស្មានថាមានថ្ងៃខ្ញុំអាចពឹងលើជើងពិការទាំងពីរនេះបានសោះសំណាងហើយបានបងប្រុសថ្លៃបកស្រាយកុំអីបងស្រីថ្លៃប្រកាសជាយល់ច្រឡំខ្លាំងហើយកូនប្រសាស្រីចង់សុំលេងលេះចុះថ្ងៃក្រោយឲ្យខ្ញុំទៅចង់ដឹងរឿងអ្នកណាទៀតគិតទៅល្អដែរយ៉ាងហោចណាស់ក៏កូនប្រសាស្រីនៅតែរក្សាបានមិនមែនទេមិនមែនអញ្ចឹងទេអាថោកទាបនរណាក៏ដោយយកអ្នកនាងពីរទៅឃុំនៅក្រឡប់ក្រោមដីបើគ្មានការអនុញ្ញាតពីអញទេហាមនរណាម្នាក់ដោះលែងនាងឲ្យសោះពុកឈប់សិនចង់រត់អីគំនុំរវាងពួកយើងមិនទាន់ទូទាត់អស់ផងលោកអ្នកនាងធំមកដល់ហើយជាផ្លូវទាំងអស់គ្នាក្នុងពេលដែលប្តីខ្ញុំមិនបានបៀតបៀននាងអញ្ចឹងគឺនាងជាអ្នកស្រពើបស្រពោនដាក់គាត់នាងចង់ធ្វើអីហ្នឹងនាងហ៊ានស្រពើបស្រពោនដាក់ប្តីអញទេនាងប៉ុន្មានកំភ្លៀងប្រហែលជាមិនហួសហេតុពេកទេដឹងបងស្រីខ្ញុំខុសហើយកុំអីលីងយាកកូនម៉ែកុំបន្ទោសបងស្រីចិត្តអាក្រក់អីបងស្រីធំប្រៀបដូចជាម៉ែអញ្ចឹងបងស្រីគ្រាន់តែបង្រៀនខ្ញុំអត់ចេះធ្វើមនុស្សតើលោកម្ចាស់មិនដេចក៏ឲ្យនាងចូលក្រឡប់ក្រោមដីល្មមហើយនេះជាកូនស្រីល្អដែលឯងបានប្រដៅមកមែនទេបើឯងហ៊ានតែនិយាយទៀតអញនឹងយកឯងទៅឃុំជាមួយនាងដែរនាំយកទៅលីងយាសង្ឃឹមថារឿងថ្ងៃនេះមន្ត្រីទាំងអស់អាចយកយល់មុខអញកុំយករឿងនេះទៅនិយាយក្រៅអីប្រកាសហើយអ្នកទាំងអស់គ្នារំសាយទៅលីហើយកូនស្រីមកពីពុកមិនល្អទេមកពីពុករៀងលំអៀងពេកទើបបណ្ដាលឲ្យប្អូនស្រីឯងមានចរិតកាចសាហាវបែបនេះឯងអាចអត់ទោសឲ្យពុកបានទេក្តីស្រឡាញ់ដែលមកយឺតពេលវាថោកទាបជាងស្មៅទៅទៀតសឹមនិយាយគ្នាចុះបងប្រុសបងកាត់អីហ្នឹងកូនយ៉ាងម៉េចហើយលោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចទៅហើយជំរាបលោកម្ចាស់លោកប្រុសច្បងត្រូវថ្នាំពុលហើយត្រូវថ្នាំពុលបងប្រុសខ្ញុំគ្រាន់តែទៅភូមិគ្រីស្ទស៊ូមួយផ្លែតសោះក៏ត្រូវថ្នាំពុល
បើបងប្រុសខ្ញុំមានគ្រោះថ្នាក់អីខ្ញុំដាច់ខាតត្រូវតែលាងឈាមភូមិគ្រីស្ទឲ្យតតែបានអើយស្ងប់អារម្មណ៍លោកប្រុសទី2មិនដល់ថ្នាក់នឹងទេលោកប្រុសច្បងគាត់ត្រូវថ្នាំពោលសម្រេចដង្ហាទេលោកគ្រូពេទ្យស្អីទៅជាថ្នាំពោលសម្រេចដង្ហាអានឹងគឺហូបហើយគឺកន្លែងនេះមិនសមស្របនឹងអ្នកទេទៅលេងកន្លែងផ្សេងទៅលោកគ្រូពេទ្យចុះថ្នាំពោលសម្រេចដង្ហានេះត្រូវដោះស្រាយយ៉ាងម៉េចចង់បន្សាបថ្នាំពោលនេះត្រូវតែឲ្យប្រពន្ធលោកប្រុសច្បងមកខ្ញុំបើមិនព្រមបន្សាបទេលោកប្រុសច្បងក៏ប្រហែលជាត្រូវខូចខាតប្រព័ន្ធសរសៃប្រសាទហើយកូនប្រសាស្រីឯងត្រូវតែជួយប្តីឯងណាបងស្រីថ្លៃអំបញ្ញមិញជាកំហុសខ្ញុំសូមទោសបងស្រីថ្លៃនៅទីនេះបងស្រីថ្លៃមានសំណូមពរអីខ្ញុំព្រមតាមទាំងអស់ស៊ូលីងយាកហ៊ានដាក់ថ្នាំពុលសម្រេចដង្ហាលើខ្លួនបងប្រុសច្បងពិតជាថោកទាបមែនប៉ុន្តែថ្ងៃនេះចំណេញលើខ្ញុំហើយតាំងពីបុរាណមកតួឯកប្រុសជាវេសរបស់តួឯកស្រីចុះទម្រាំទស្សនិកជនយប់នេះខ្ញុំនឹងតំណាងឲ្យទស្សនិកជនធ្វើស៊ីឲ្យឆ្ងាញ់មាត់ម្ដងអ្នកម្ដាយនិយាយស្អីហ្នឹងឲ្យតែអាចជួយស្វាមីបានកូនប្រកាសជាប្រឹងប្រែងអស់ពីសមត្ថភាពវ៉ាន់ឈៀនឯងមិនបាច់ប្រឹងដល់ថ្នាក់លះបង់ជីវិតទេណាប្រពន្ធសម្លាញ់យប់នេះនៅវិញឆ្ងាយណាស់មេបបខ្ញុំសង្ស័យថាលីហ្វៃនេះជាបិសាចជាតិក៏ពិតមែនសៀវជីនយ៉នមិនមែនជាមនុស្សទេចង្កេះចាស់របស់ខ្ញុំស្ទើរតែបាត់ទៅហើយម៉េចក៏ថ្ងៃនេះឯងស្ងប់ស្ងាត់ម្ល៉េះនិយាយអ្វីមួយម៉ាត់មកមើលនេះជាអត្ថបទសម្របសម្រួលឲ្យខ្ញុំប្រាប់ថាមិនឲ្យខ្ញុំលូកដៃទេអ្នកមិនទៅដេកនៅបន្ទប់អានសៀវភៅទេអីពួកយើងជាប្តីប្រពន្ធរស់នៅជាមួយគ្នាជាងធម្មជាតិហើយឬមួយនាងមិនស្វាគមន៍ក៏គ្មានប្រយោជន៍ដែរបើត្រូវរស់នៅជាមួយគ្នារាល់ថ្ងៃបែបនេះមិនបូមឈាមខ្ញុំអស់ពីខ្លួនហើយទេអីលោកក៏អ្នកម្ដាយអ្នកទាំងអស់គ្នាយ៉ាងម៉េចហ្នឹងខ្ញុំគ្រាន់តែចង់ប្រាប់ថាយប់ឡើងកុំចូលគេងយប់ជ្រៅពេកយប់មិញខ្ញុំនិងភរិយានិយាយគ្នាមួយយប់ទល់ភ្លឺដោយអចេតនាក៏ទល់ភ្លឺបាត់ទៅហាខ្ញុំបាក់ផ្កាមួយយប់ទល់ភ្លឺខ្ញុំហាត់គុណមួយយប់ទល់ភ្លឺដៃជើងរួយអស់ហើយនេះជាស៊ុបអណ្ដើកចំណាស់100ឆ្នាំនេះជាប្រដាប់ក្តាន់នេះជាប្រដាប់ខ្លានេះជាតម្រងនំជៀមនេះជាតម្រងនំជ្រូកអ្នកទិញស្បៀងចង្ក្រានបាយធ្វើស្អីហ្នឹងធ្វើម្ហូបអស់ទាំងនេះចង់ឲ្យមនុស្សបាក់កម្លាំងស្លាប់មែនទេគឺម៉ែឲ្យចង្ក្រានបាយធ្វើហ្នឹងឯងនឹងវ៉ាន់ឈៀនគួរតែបើកម្លាំងឲ្យច្រើនត្រូវហើយពួកឯងឥឡូវនៅក្មេងរាងកាយនៅទ្រាំទ្របានដល់អាយុដូចអញគឺមិនកើតទេញ៉ាំទៅអញ្ចឹងញ៉ាំទៅញ៉ាំសំណាងហើយដែលប្រាប់ថាយប់មិញមិនបានធ្វើអីទោះបីជាជើងគេដើរមិនរួចមែនប៉ុន្តែចង្កេះគេនៅខ្លាំងណាស់ធ្វើស្អីហ្នឹងវិញមូថ្ងៃត្រង់ចេះមានមូដែរគ្មានទេអីគ្មានទេមិនក៏នាងមកទីនេះនាងបំរើការយ៉ាងម៉េចហ្នឹងសំបីតែមនុស្សម្នាក់ក៏មើលមិនឈ្នះបណ្ដោយឲ្យនាងរត់មកដល់ផ្ទះមុខបែបនេះអ្នកម្នាងមិនពាក់ព័ន្ធនឹងខ្ញុំបំរើចាស់នេះទេខ្ញុំបំរើចាស់បានប្រឹងខាត់ហើយតែអ្នកនាងសិននាងហ៊ានយកកូនក្នុងពោះមកប្រថុយខ្ញុំបំរើចាស់ក៏បារម្ភពីសុវត្ថិភាពកូនរបស់អ្នកអង្គុំចាស់ទើបមិនហ៊ានខាត់ខ្លាំងខ្ញុំអត់មានទេរៀមច្បងជឿខ្ញុំផងខ្ញុំគ្រាន់តែនឹកអ្នកទើបរត់មកផ្ទះមុខបែបនេះនាងកើតអីហ្នឹងគ្មានអីទេ
គ្រាន់តែយាយម្នាក់នេះមើលថែបានដិតដល់ណាស់វាឆ្កែបំរើអញហ៊ានធ្វើបាបរកវេកផងខ្ញុំបំរើគ្មានទេគឺអ្នកម្នាងឲ្យខ្ញុំបំរើមកមើលថែអ្នកនាងខ្ញុំបំរើណាមួយហ៊ានធ្វើបាបអ្នកនាងសិនទៅក្បាលវាទៅបាត់ទៅលោកម្ចាស់ខ្ញុំបំរើយុទ្ធធនណាខ្ញុំបំរើយុទ្ធធនណាវាឆ្កែបំរើអញនៅពីក្រោយក្នុងចាក់រំឯកធ្វើឲ្យទំនាក់ទំនងខ្ញុំនិងអ្នកអង្គម្ចាស់មានស្នាមព្រះឆាអ្នកអង្គម្ចាស់អ្នកម្នាងជួយខ្ញុំបំរើផងបងប្រុសអូនខ្លាចណាស់កុំខ្លាចអីនៅភូមិគ្រឹះរាជវាំងឲ្យតែមានបងនៅគ្មាននរណាហ៊ានធ្វើបាបអូនទេគំនិតរបស់ប្រពន្ធដើមប្តីល្ងងស្រឡាញ់ស្រីចុងដូចសត្វប្រជៀវគ្មានខួរក្បាលសោះគំនិតរបស់ប្រពន្ធដើមខួរក្បាលតូចជាងគ្រាប់កាត់ណាទៀតស្រីតែកំពុងប៉ុណ្ណឹងមើលមិនដឹងទោះបីជាបងស្រីថ្លៃមានចិត្តស្មោះពិតមែនក៏មិនប្រកាសថាទាំងអស់សុទ្ធតែពិតដែរបងមិនល្ងងរហូតដល់ថ្នាក់នឹងទេគំនិតរបស់ប្រពន្ធដើមប្អូនថ្លៃតូចរបស់ខ្ញុំគំនិតប្តីដើមកូនប្រុសដ៏ល្ងងរបស់ឪពុកគំនិតរបស់ប្រពន្ធដើមបងប្រុសដ៏ល្ងងរបស់អូនគំនិតបងប្រុសថ្លៃប្អូនប្រុសដ៏ល្ងងរបស់បងក្មួយស្រីសិនអ្នកបម្រើនៅក្នុងភូមិគ្រឹះរាជវាំងទាំងមូលតែម៉ែជាអ្នកជ្រើសរើសដោយផ្ទាល់មិនដែលធ្វើរឿងក្បត់ម្ចាស់ឡើយម្ដេចក៏ក្មួយស្រីសិនមកដល់ភ្លាមត្រូវគេធ្វើបាបផ្លែតអញ្ចឹងមកពីស្ថានភាពខ្ញុំទៀបថោកពេកហើយមើលទៅបើមិនមែនដើម្បីការពារកូននៅក្នុងពោះទេខ្ញុំក៏មិនមកដើម្បីរំខានដល់ការហូបបាយរបស់អ្នកទាំងអស់គ្នាដែរពុកម៉ែថ្ងៃក្រោយឲ្យរូវៃមកហូបបាយជាមួយពួកយើងទៅណាទុកឲ្យនាងនៅម្នាក់ឯងក្នុងផ្ទះខ្ញុំមិនអស់ចិត្តទេមិនបានទេហូបបាយមុនសិនទៅចាំបន្តិចម្ហូបត្រជាក់អស់អត់ឆ្ងាញ់ទេគំនិតរបស់ប្រពន្ធដើមម្ហូបរបស់ម៉ែពិតជាឆ្ងាញ់ណាស់តោះញ៉ាំជើងជ្រូកនេះទៅទ្រាំមិនបានទេក្លិនខ្លាំងពេកហើយចិនយន់ឌូស៊ុបឲ្យប្រពន្ធកូនបន្តិចទៅដើម្បីបំពេញសុខភាពគំនិតប្រពន្ធដើមអូនញ៉ាំច្រើនបន្តិចទៅម៉ែនៅរោងចាំបីជើណាបើកើតបានកូនប្រុសនឹងប្រគល់តំណែងបុត្រច្បងឲ្យនាងបើកើតបានកូនស្រីពួកយើងនឹងចូលគាល់ព្រះរាជាសុំតែងតាំងជាម្ចាស់ក្ត្រីតូចអាហារនេះឆ្ងាញ់ណាស់ខ្ញុំទើបតែជាអ្នកមានឈាមជ័ររាជវាំងពិតប្រាកដចុះហេតុអ្វីបានជាអ្នករាល់គ្នាទៅតម្រង់ជួយនាងនាងគ្រាន់តែជានារីដែលមិនចេះបង្កើតកូនសូម្បីតែនិយាយថានាងមានផ្ទៃពោះក៏មិនដែលមានកន្លែងណាឲ្យខ្ញុំរស់នៅទៀតអូនសម្រាប់ទៅបងប្រុសឈឺកុំតន់អើទៅអីពួកយើងមិនតន់រៀបការរៀបសែនទេធ្វើបែបនេះខុសនឹងប្រពៃណីហើយប៉ុន្តែខ្ញុំមានកូនរបស់បងនៅក្នុងពោះហើយណាយប់នោះបងស្រវឹងបាត់បង់ស្មារតីបើបងមានស្មារតីបងពិតជាផ្ដល់កិត្តិយសឲ្យអូនបងប្រុសឈឺតាមពិតខ្ញុំគ្រាន់តែចង់និយាយលេងនិងជែកលេងជាមួយបងតែប៉ុណ្ណោះបងប្រុសឈឺបងមានស្នាដៃនិងគុណសម្បត្តិធំធេងហើយអ្វីបានជាលោកពុកលើកតំណែងអ្នកបន្តពូជពងស្អុយទៅបងធំទៅវិញយ៉ាងណាក៏ជើងទាំងពីររបស់គាត់ពិការដែរបងធំរបស់ខ្ញុំចូលកងទ័ពតាំងពីអាយុ15ឆ្នាំរស់នៅតាមព្រំដែនអស់រយៈពេល7ឆ្នាំប្រយុទ្ធរាប់រយសមរភូមិភូមិគ្រឹះរាជវាំងមានថ្ងៃនេះគឺបានមកពីបងធំប្រថុយជីវិតដោះដូរមកបើអាចខ្ញុំពិតជាចង់ពិការជើងជំនួសគាត់ណាស់ថ្ងៃក្រោយពីអស់ទាំងនេះកុំនិយាយទៀតឲ្យសោះខ្ញុំគ្រាន់តែសួរលេងតើបានហើយមេឃយប់ជ្រៅហើយខ្ញុំត្រឡប់ទៅបន្ទប់វិញហើយកាលពីមុនខ្លាំងពូកែយ៉ាងណាក៏ដោយចុះឥឡូវនេះមិនត្រឹមតែជើងពិការទេម្នាក់ក្នុងផ្ទះនេះអញមិនទុកនៅរស់សំបីតែម្នាក់កាត់អីហ្នឹងធ្វើមុខដូចមនុស្សចិត្តស្លាប់ចឹងមិនដូចជាអ្នកហាត់យឺតសិលសោះបងធំខ្ញុំមានអារម្មណ៍ថារូវៃដូចជាខុសប្លែកពីមុនមិនដឹងទេប្អូនប្រុសដ៏ល្ងងរបស់ខ្ញុំទើបតែមើលដឹងទេឬហាក៏គ្នាតង់ណាខ្ញុំមានអារម្មណ៍ថានាងខ្វល់ខ្វាយពីតំណែងអ្នកបន្តពូជពងខ្លាំងណាស់បងប្អូនយើងស្រឡាញ់គ្នាណាស់មិននឹងអាចមានរឿងប្រកួតប្រជែងគ្នាកើតឥឡូវខ្ញុំចាប់ផ្ដើមជឿជាក់លើសម្ដីរបស់បងស្រីថ្លៃខ្លះហើយបងធំមេឃយប់ជ្រៅហើយខ្ញុំទៅបន្ទប់សម្រាប់ហើយបងធំនៅកំដរខ្ញុំនិយាយគ្នាលេងបន្តិចទៀតមកខ្ញុំគេងមិនលក់ទេគេងមិនលក់ទៅកាប់ឈើទៅយប់ជ្រៅស្ងាត់ជ្រុងអញ្ចឹងអញមិនទំនេរនៅនិយាយរឿងឥតប្រយោជន៍ជាមួយអញទេបងធំអាហ្វូមកហើយលោកប្រុសបងធំ
បងប្លែកខ្លាំងណាស់ឯងកំពុងតែធ្វើស្អែកហ្នឹងពិតមុខតាថែរក្សាស្បែកមុខណាមើលទៅដូចជួគួរឲ្យខ្លាចបន្តិចតើលោកឯងដឹងស្អីមិនចេះថែរក្សាផ្ទៃមុខស្បែកល្អយ៉ាងណាក៏គង់តែចាស់ជ្រួញដែរចាំដល់ពេលលោកឯងចាស់ជ្រួញទៅខ្ញុំនៅតែជាទេពធីតាតូចសឹកជ័យដែរហ្នឹងខ្ញុំមិនបណ្ដោយឲ្យខ្លួនឯងចាស់ទៅដេកចិត្តមនុស្សចាស់ជ្រួញដូចលោកឯងទេមនុស្សចាស់ជ្រួញដូចខ្ញុំអាយ៉ាណែយកផ្លែត្រសក់មកបិទខ្ញុំបន្តិចមើលពិតជាស្រួលខ្លួនមែនតើពិតមែនតើត្រូវបងលុយឲ្យខ្ញុំណានេះជាវិជ្ជាបញ្ជីសម្ងាត់របស់ទេពធីតាតូចណាខ្ញុំប្រគល់កូនសោឃ្លាំងក្នុងឲ្យអ្នកឃ្លាំងស្អីគេឃ្លាំងក្នុងនឹងណាឃ្លាំងក្នុងប្រភេទខោក្លេត្រីក៏មែនទេពេលខ្លះសម្ដីរបស់អ្នកខ្ញុំស្ដាប់មិនយល់សោះដូចជាមកពីពិភពលោកផ្សេងអញ្ចឹងខ្ញុំដើមឡើយមកពីពិភពលោកផ្សេងមែនតាទោះបីជាអ្នកមកពីពិភពលោកផ្សេងក៏ដោយពេលនេះវេលានេះអ្នកគឺជាភរិយារបស់ខ្ញុំរបស់របរនៅក្នុងឃ្លាំងក្នុងទាំងអស់សុទ្ធសឹងតែជារង្វាន់ដែលស្ដេចប្រទានឲ្យពេលខ្ញុំវាយឈ្នះសង្គ្រាមកាលពីប្រមាណឆ្នាំមុនថែមទាំងមានមាសមើលដំឡឹងនិងដីស្រែចម្ការរាប់ពាន់តំបន់ទៀតផងខ្ញុំប្រគល់កូនសោឃ្លាំងក្នុងឲ្យអ្នកទៅថ្ងៃមុខអ្នកគឺជាម្ចាស់របស់វាហើយឃ្លាំងក្នុងមិនមែនខោខ្លីទេគឺឃ្លាំងដាក់ប្រាក់ទ្រព្យសម្បត្តិមែនទេត្រូវហើយគឺសម្រាប់ដាក់ទ្រព្យសម្បត្តិនឹងនៅក្នុងនោះសុទ្ធតែជាសូត្ររំស័ក្តិរបស់ខ្ញុំលោកប្តីលោកល្អចំពោះខ្ញុំពេកហើយខ្ញុំស្រឡាញ់លោកណាស់ថាមួយមកលោកប្តីនេះជាកូនសោឃ្លាំងក្នុងមែនទេហាមខ្ញុំប្រកាសជារក្សាទុកវាឲ្យបានល្អបំផុតថ្ងៃនៃការខ្លាយជាអ្នកមានបានមកដល់ហើយថែមទាំងអាចចាយវាបានយ៉ាងសប្បាយទៀតគួរតែចាយរបៀបមិនទៅណាមិនបាច់ទេចាយវាឲ្យរស់រវើកបន្តិចទៅចុះបើគាត់គិតថាខ្ញុំចាយច្រើនពេករួចដកហូតកូនសវិញធ្វើមិនទៅទ្រព្យសម្បត្តិនៅក្នុងឃ្លាំងក្នុងនោះអ្នកចង់ចាយយ៉ាងម៉េចក៏ចាយតាមចិត្តទៅលោកប្តីលោកចិត្តទូលីម្លេះខ្ញុំស្រឡាញ់លោកណាស់ស្អីគេហ្នឹងគឺដូចកាលពីយប់មិញអញ្ចឹងអូនយល់ហើយចាអញ្ជើញពិសាតែលោកម៉ែមិនដឹងជាលោកម៉ែហៅកូនមកមានការអ្វីដែរចាអង្គុយចុះនិយាយគ្នាសិនមកបុណ្យច័ន្ទកត្រដៅរងានៅក្នុងរាជធានីពួកកូនចៅអភិជនតែងតែទៅដើរកម្សាន្តកូនជាបងថ្លៃស្រីរបស់យូថងអាចទៅកំដរនាងដើរកម្សាន្តបានទេនាងនៅក្មេងអុចអាវស្រួលហើយឆ្វាំងទៀតម៉ែពិតជាមិនសូវកក់ក្ដៅក្នុងចិត្តសោះតាមពិតលោកម៉ែចង់ឲ្យខ្ញុំទៅកំដរយូថងដើរកម្សាន្តសោះនេះគ្រាន់តែជារឿងលេសយកយូថងមកអាងប៉ុណ្ណោះតាមពិតចង់ឲ្យខ្ញុំជាបងថ្លៃស្រីទៅជួយមើលខុសត្រូវសោះល្អតាអញ្ចឹងទៅកន្លែងអ៊ូអបែបនេះច្បាស់ជាមានរឿងសប្បាយមើលមិនខានមិនដឹងជាអាចលឺរឿងអាស្រូវធំអ្វីខ្លះទេមិនក៏នឹកមិនឃើញអញ្ចឹងអ្នកណាក៏មានរឿងអាស្រូវដែរប៉ុន្តែការងារអញថ្ងៃនេះពិតជាមិនសមស្របនឹងទៅសោះមិនបានទេបន្តិចទៀតត្រូវផ្ដាំយូថងឲ្យមើលការខុសត្រូវបងថ្លៃស្រីវាផងរឿងនេះពិតជាមានផលពិបាកបន្តិចហើយប៉ុន្តែមិនអីទេអ្នកណាប្រើឲ្យខ្ញុំធ្វើជាបងថ្លៃស្រីគេនោះបងថ្លៃគ្រាន់តែទៅដើរកំសាន្តសោះមិនក៏នាំអ្នកបម្រើនិងអ្នកការពារច្រើនម្លេះអញមិនយល់ទេកុំសួរច្រើនអីនៅក្នុងរឿងប្រឡំលោកចែកជួតបែបនេះការរំពឹងទុកគឺច្រើនជាងម៉ែនិយាយឧត្តមទៀតឥឡូវនេះអញគឺជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ណាចេញទៅក្រៅមិននាំអ្នកការពារ2 3អ្នកមកការពារខ្លួនមិននឹងកើតបងថ្លៃតែងតែនិយាយពាក្យដែលស្ដាប់មិនយល់សោះខ្ញុំក៏មិនបាននិយាយអ្វីដែរមនុស្សម្នាក់នេះចេញទៅក្រៅនាំអ្នកជំនួយការច្រើនម្លេះពិតជាចម្លែកមែនជីថងឯងមកហើយតើចុះមួយនេះវិញជានេះជាបងស្រីថ្លៃខ្ញុំគាត់មកដើរលេងជាមួយខ្ញុំតើបងស្រីថ្លៃម្នាក់នេះឈ្មោះចាំងវ៉ានីងជាមិត្តសម្លាញ់របស់ខ្ញុំជំរាបសួរបងស្រីចាស់ជំរាបសួរតោះទៅពួកយើងទៅខាងនោះទៅស៊ូវ៉ាន់ឈឹងមិនក៏នាងនៅទីនេះដែរចុះមិនមែនប្អូនស្រីដែលត្រូវគេឃុំក្នុងរូងដីនោះទេអីឆាប់ចេញមកម្លេះឃុំក្នុងរូងដីស្អី
កុំមកនិយាយផ្ដេសផ្ដាសណាបងស្រីហេតុអីបានជាបងតែងតែធ្វើបាបអូនអញ្ចឹងឬមួយមកពីលោកពុកស្រឡាញ់ប្អូនជាងបានជាបងច្រណែនរហូតដល់ចង់បំផ្លាញប្អូនអញ្ចឹងនាងសំដែងធ្វើស្អីហ្នឹងថ្ងៃនោះភ្ញៀវទៅច្រើនណាស់ណាគ្មានចិញ្ចឹងណាដែលមិនលេចធ្លីខ្យល់ទេនាងហ៊ានមកចាប់ប្រកាន់បងស្រីថ្លៃខ្ញុំផងបងស្រីកាលនោះមកពីប្អូនឈឺស្រវាន់ភ្នែកវង្វេងស្មារតីទើបនិយាយផ្ដេសផ្ដាសអង្គវរបងលើកលែងទោសឲ្យប្អូនផងទៅនាងធ្វើស្អីហ្នឹងលេងទៅយកអធិស្ឋានបានគួរតែយកអធិស្ឋានទៅលីងយាយជាប្អូនបង្កើតរបស់នាងណាមិនក៏នាងធ្វើបែបនេះកើតនឹងហើយចំពោះប្អូនបង្កើតនៅធ្វើបែបនេះចុះទម្រាំអ្នកដទៃមិនដឹងជាធ្វើបាបគេដល់កម្រិតណាទេស៊ូវ៉ាន់ឈឹងអាងើកតាំងពីតូចដល់ធំលើកណាក៏ចាញ់បោកអញដែរអញគ្រាន់តែសម្ដែងល្បិចបន្តិចសុទ្ធតែឈោះខាងអញទាំងអស់អ្នកនាងខ្ញុំមិនចង់និយាយច្រើនទេវាខាតពេលតើមានរង្វាន់អត់គ្មានទេមាននិស្រីតែពុះមិនឲ្យមេរៀនទេមិនបានទេបងស្រីថ្លៃមិនបាច់ដល់ដៃបងទេទុកឲ្យខ្ញុំអាយញុះញង់អញហេញុះញង់អញហេចង់សម្ដែងហេឈប់វាគ្នាទៅកុំវាគ្នាអីយីថងមិនក៏សន្លប់បាត់ហើយយីថងគឺខ្ញុំត្រូវគេវីតើខ្ញុំត្រូវគេវីតើនាងបិទមាត់ទៅស៊ូវ៉ាន់ឈឹងនាងកុំជ្រុលហួសហេតុពេកបិទមាត់ទៅយ៉ាងម៉េចហើយបងស្រីថ្លៃខ្ញុំកាត់អីហ្នឹងមីក្មេងបំរើចេះសម្ដែងមែនអូយយីថងណាមិញនេះឯងសន្លប់បាត់ឈឹងមកណាគួរឲ្យអាណិតយីថងណាសន្លប់ស្អីមិញនឹងវាខ្ញុំសោះហ្នឹងខ្ញុំវាអ្នកនាងមែនឬសុំទោសណាប្រហែលជាជំងឺខ្ញុំរើឡើងទើបគ្រប់គ្រងចិត្តឯងមិនបានដូចជាបងស្រីលីងយាយកាលថ្ងៃជប់លៀងខួបកំណើតលោកពូអញ្ចឹងស្រាប់តែរើជំងឺនិយាយផ្ដេសផ្ដាស់ជាមួយបងប្រុសធំខ្ញុំពិតមាត់ភ្លាមអាមេបំរើនេះសម្ដែងដូចមែនតែនអញ្ចឹងបងស្រីថ្លៃពូកែមែនទោះបីជាតបប្រហារប៉ុន្មានដែរមែនប៉ុន្តែយីថងផ្ទះខ្ញុំបែរជាសន្លប់បាត់ស្មារតីរឿងនេះធ្ងន់ឬស្រាលអ្នកណាក៏មើលដឹងដែរមែនទេតាមគំនិតខ្ញុំបញ្ចប់ត្រឹមនឹងទៅនាងក៏កុំប្រកាន់រឿងគេវីនាងគេក៏មិនប្រកាន់រឿងនាងធ្វើឲ្យគេសន្លប់ដែរគេសន្លប់តាក់ទងស្អីនឹងខ្ញុំអ្នកណាក៏ដឹងថាវាសម្ដែងដែរការជប់លៀងលោកពូឈប់ទៅល្មមហើយបងស្រីថ្លៃខ្ញុំនឹងយីថងចង់ទៅមើលត្រីនៅស្ពានខាងមុខទៅបាត់ទេទៅចុះអ្នកនាងឲ្យខ្ញុំជួយបេះឲ្យទៅការដែលខ្ញុំបេះស្អាតបំផុតមែនតើខ្ញុំកម្លាំងខ្លាំងទៅបានច្រើនជាងគេលោកប្រុសទាំងពីរខ្ញុំរៀបការរួចហើយអ្នកទាំងពីរគួរតែទៅជួយអ្នកនាងក្រមុំផ្សេងទៀតទៅកុំមកជួយខ្ញុំអីពួកអ្នកនាងទាំងនោះមិនស្អាតដូចភរិយារបស់កូនប្រុសលោកម្ចាស់សៅទេជើងកូនប្រុសលោកម្ចាស់សៅពីកាហើយនៅមានភរិយាស្អាតដូចទេពធីតាទៀតមិនយុទ្ធធរសោះមុនពេលជើងគេពីការគេជាកំពូលអ្នកក្លាហានណាជឿអត់ទូជើងគេពីការកំពូលយើងពីរអ្នកវាមិនឈ្នះគេដែរភរិយាគេកុំចង់ប៉ះពាល់អីប្រកែករៀបការហើយនៅតែមកឆ្ញែឆ្ញោកជាមួយប្រុសទៀតមុខកាសមែនមិនក៏ប្រុសទាំងនោះទៅចង់បានតែស្រីក្មេងរៀបការហើយអញ្ចឹងមិនក៏មិនមកជួបពួកយើងមកពីគ្មានអ្នកណាចង់បានពួកនាងនឹងណាអ្នកណាក៏ដឹងថានាងនឹងតោងទាមកែវភ្នែកបងថ្លៃមិនបានទើបត្រូវគេឃុំក្នុងរូមដីដែរមីចង្រិតថែមទាំងមកដាក់កំសាន្តណាទីវីជនហ្វិនទៀតតែជាអ្នកមានប្រាជ្ញាក្នុងរាជធានីហឺប្រយ័ត្នតែគិតថាដើរតាមនាងហើយមានឱកាសបានស្គាល់ប្រុសអ្នកណាទៅដឹងគ្មានអ្នកណាចាប់អារម្មណ៍សោះឬមួយពួកយើងទៅរកស៊ូស៊ឺទៅនាងទទួលបានការស្រឡាញ់ខ្លាំងណាស់មិនប្រកាសថាពួកយើងក៏អាចរាប់អានមិត្តភក្តិជាយុវជនមានប្រាជ្ញាជាច្រើនដែរនិយាយត្រូវតាបងស្រីបងបេះបានអ្វីខ្លះហ្នឹងខ្ញុំបេះបានផ្សិតនឹងផ្កាខ្ញុំបេះបានផ្កានឹងផ្លែឈើខ្លះបងស្រីចង់ញ៉ាំទេអ្នកទាំងពីរនេះមិនមែនដើរតាមស៊ូលីងយូរហូតទេរកពីស្និទ្ធស្នាលម្លេះប្រកាសជាមានគំនិតមិនល្អហើយផ្លែឈើនេះមិនមែនមានពីទេដឹងមិនបាច់ទេបងស្រីបេះបានអ្វីដែរខ្ញុំបេះបានលាមកមិនល្អទេយូថងធ្លាក់ទឹកហើយទឹកស្ទឹងនេះហូរខ្លាំងណាស់អ្នកទាំងអស់គ្នាកុំរវើវាយអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំជួយផងនរណាគេនឹងគឺឯងធ្វើបាបខ្ញុំបងស្រីថ្លៃអំបញ្ញមិញខ្ញុំស្មានតែ
ខ្ញុំត្រូវស្លាប់បាត់ហើយតើមិនអីទេណាបានហើយសំណាងហើយដែលមិនកើតអីត្រឡប់ទៅវិញទៅចាស់លេងបងប្រុសខ្ញុំពួកអញជាអ្នកណាធ្វើស្អីបងប្រុសចឹងទេខ្ញុំនឹងទៅញ៉ាំដេញគាត់ត្រូវរីកការលេងអញឲ្យស្ងៀមមើលនាងវីបងប្រុសខ្ញុំធ្វើអីអត់មានច្បាប់ទម្លាប់ទេអីត្រូវហើយខ្ញុំនៅចាំបានថាវ៉ាងយូរយ៉ាវធ្លាប់និយាយថាបងប្រុសនាងបំរុងនឹងចុះទៅជួយមនុស្សតើបែបនេះវាហួសហេតុពេកហើយដឹងទោះបីជាភូមិគ្រឹះស្ដេចក្រាញ់តូចតាចមែនក៏មិនអាចមកធ្វើបាបគេស្រេចតែចិត្តបែបនេះដែរបងស្រីថ្លៃខ្ញុំធ្វើអ្វីតែមានហេតុផលទាំងអស់ការដែលគាត់ធ្វើបែបនេះប្រកាសជាមានហេតុផលរបស់គាត់ហើយនេះក្មេងបម្រើស្រីនេះពិតជាមិនចេះខ្មាស់គេមែនរឿងនេះបើប្រកាសឲ្យច្បាស់លាស់មែននោះខ្លាចតែភូមិគ្រឹះស្ដេចត្រាញ់ថ្ងៃមុខមិនអាចរស់នៅក្នុងរាជធានីទៅទៀតបានឡើយកាលពីមុនភូមិគ្រឹះស្ដេចត្រាញ់របស់ពួកអញស្ដីដណ្ដឹងស៊ីវយូធំត្រូវគេបដិសេធបន្ទាប់មកក៏រៀបចំកលល្បិចលើស៊ីវយូធំពេលនាងដើរកំសាន្តធ្លាក់ចូលក្នុងទឹករួចឲ្យលោកប្រុសវ៉ាងចុះទៅធ្វើជាវីរបុរសជួយនារីដើម្បីយកលេសថាបានប៉ះពាល់កាយគ្នារួចហើយបង្ខំឲ្យស៊ីវយូធំខាន់មិនបានត្រូវតែរៀបការជាមួយគេទាំងអស់នេះគ្រាន់តែជាការស្មានរបស់នាងប៉ុណ្ណោះមានភស្តុតាងស្អីមិនខុសទេមុនពេលខ្ញុំធ្លាក់ទឹកព្រៀបដូចជាមានអ្នកណាម្នាក់រុញខ្ញុំអញ្ចឹងនាងកុំមកនិយាយផ្ដេសផ្ដាសខ្ញុំនឹកឃើញហើយមុននេះវ៉ាងយូយ៉ាវបានបញ្ជូនខ្ញុំរហូតឲ្យខ្ញុំបបួលយូថងមកមើលត្រីនៅមាត់បឹងបំណងពិតប្រាកដគឺចង់ធ្វើរឿងបែបនេះសោះវ៉ាងយូយ៉ាវខ្ញុំរាប់អាននាងជាមិត្តភក្តិនាងបែរជាមកបោកប្រាស់ខ្ញុំអញ្ចឹងហោះយូថងបងប្រុសខ្ញុំស្រឡាញ់នាងដោយស្មោះស្ម័គ្រទើបធ្វើរឿងខុសឆ្គងបែបនេះលោកប្រុសវ៉ាងមានទាំងទ្រព្យសម្បត្តិនិងទ្រព្យសម្បត្តិក៏សង្ហាទោះបីជាធ្វើរឿងខុសឆ្គងមែននោះក៏ព្រោះតែគាត់ស្រឡាញ់ស៊ីវយូថងហើយអ្វីត្រូវមកជីជន់គេដល់ថ្នាក់នេះត្រូវហើយបងប្រុសខ្ញុំគឺដោយសារតែស្រឡាញ់ស៊ីវយូថងខ្លាំងពេកនឹងណាសំណាងល្អមែនលើលោកនេះក៏មកនឹងមានបរិបទមានមនោសញ្ចេតនាជ្រាលជ្រៅបែបនេះណាស៊ីវយូថងបើមិនអញ្ចឹងទេនាងរៀបការជាមួយលោកប្រុសវ៉ាងទៅសំហើយពួកឯងមិនក៏អាចនិយាយបែបនេះបានមិនអីទេបងស្រីថ្លៃទុកឲ្យខ្ញុំជួយតាំងមាត់កោជាមួយពួកវាម្ដងពួកនាងចូលចិត្តជួយអ្នកដទៃខ្លាំងណាស់មែនទេបើអញ្ចឹងពួកនាងរៀបការជាមួយគេខ្លួនឯងទៅមីស្រីម្នាក់នេះលេងឯងនាងធ្វើបាបគេហួសហេតុពេកហើយគាត់មិនបានវាយនាងទេមែនទេឲ្យស្ងៀមមើលមិនមែនគេតែងតែនិយាយថាលោកប្រុសវ៉ាងនេះសង្ហានឹងមានប្រជាប្រិយភាពទេអីមុខមាត់បែបនេះក៏មិនស្អាតបាត់ស្អីដែរមើលទៅស្មារតីអន់ជាងពុកខ្ញុំទៀតខ្ញុំនេះចេះវិទ្យាសាស្ត្របន្តិចបន្តួចរូបរាងលោកប្រុសវ៉ាងមើលតែមួយផ្លែតក៏ដឹងថាជាមនុស្សកម្មគុណហួសប្រមាណដែរថែមទាំងនៅលើខ្លួនមានធំក្លិនស្អុយរលួយតិចទៀតតាមបទពិសោធន៍របស់ខ្ញុំគេពិតជាមានជំងឺកាមរោគហើយលោកប្រុសវ៉ាងមានជំងឺកាមរោគខ្ញុំមិនបានកើតជំងឺកាមរោគទេពិតជាកើតជំងឺកាមរោគមែនពិតជាចង្រៃមែនគេថាជំងឺកាមរោគជាជំងឺឆ្លងណាអ្នកណាទៅដឹងថាវ៉ាងយូយ៉ាវមានកើតដែរឬអត់អំបញ្ញមិញខ្ញុំនៅចិត្តនាងលេគួរឲ្យពឹងណាស់អាយអំបញ្ញមិញគឺនាងជាអ្នកឌឺដងមែនទេអញ្ចឹងនាងរៀបការជាមួយគេទៅត្រូវហើយនាងរៀបការជាមួយគេទៅអំបញ្ញមិញនៅធ្វើជាមនុស្សល្អទៀតហេតុអីខ្ញុំត្រូវរៀបការជាមួយគេមនុស្សដែលគេស្រឡាញ់គឺសៀវយូថងតាមមិនមែនខ្ញុំទេនរណាបញ្ជូនបងប្អូនត្រកូលវ៉ាងទៅសាលាស្រុកចាំឲ្យចៅវាយខែជាអ្នកកាត់ក្តីវាពិតជាហួសហេតុពេកហើយវើយគ្រូសាវ៉ាងធ្វើបាបគេហួសព្រំដែនហើយវើយឈីងបានប្រាប់មន្ត្រីជីងចៅរួចហើយគេច្បាស់ជាមិនឲ្យគ្រូសាវ៉ាងលុះមនុស្សចេញបាននេះទេសំណាងហើយដែលមានឯងកុំអីអញត្រូវរៀបការជាមួយអាប្រុសចង្រៃនោះបាត់ទៅហើយមិនអីទេអញមិនមែនបានជួយវាយមីស្រីនោះជំនួសអញដែរទេអីចាត់ទុកថាយើងស្មើគ្នាណាហេទោះអាប្រុសសាវ៉ានឹងមិនជាប់គុកក៏ខ្ញុំត្រូវតែសក់ស្បែកវាមួយជាន់ដែរណែកូនអញកុំឆេវឆាវពេកណាប្រយ័ត្នដាច់ខ្យល់ស្លាប់មនុស្សមែនទែនទៅម៉ែខ្ញុំដឹងថាគួរធ្វើម៉េចហើយតើធ្វើស្អីនឹងហាអាមួយនេះច្បាស់ជាមនុស្សដែលខ្ញុំស្គាល់ហើយបើមិនអញ្ចឹងវាគ្មានផ្លូវខ្លាចពេលឃើញមុខខ្ញុំបែបនេះទេជាងវាចុះទៅសាលាខេត្តវាយអាវ៉ាន់ជីងខឺមួយដែរសិនចាំត្រឡប់ទៅពិភាក្សាជាមួយបងធំវិញផែនការរបស់ខ្ញុំនឹងរវៃមិនអាចពន្យាពេលបានទៀតទេសាច់រឿងឥឡូវនេះវាវង្វេងទៅដល់ណាហើយអញ្ចេះវ៉ាងជីងខឺគិតថាស៊ូលីងយាចេញមុខការពារវានៅឯពិធីជប់លៀងគឺដោយសារតែនាងចូលចិត្តវាក្រោយពេលគ្រូសាវ៉ាងរំដោះវាចេញមកវាចេះតែតាមញ៉ែស៊ូលីងយារហូតមកចុះបើសាច់រឿងវាវង្វេងអញ្ចឹងវានឹងទៅជាយ៉ាងម៉េចទៅហឹមប្រហែលជាមិនអីទេដឹងខ្ញុំឆ្ងល់ណាស់បើសាច់រឿងវង្វេងមិនអីទេចុះហេតុអីបានខ្ញុំមកដល់ពិភពលោកនេះទៅវិញហើយឯងនៅឲ្យរង្វាន់ខ្ញុំច្រើនម្លេះលាក់បាំងស្អីពីខ្ញុំមែនទេហាមានគេមកហើយខ្ញុំទៅសិនហើយវើយ
បង3វ៉ាហើយបងអំបញ្ញមិញខ្ញុំឮគេថាមានមនុស្ស2នាក់ផ្លោះរបងចូលទីធ្លាខាងលិចដូចជាចោរអញ្ចឹងទីនោះជាកន្លែងបងធំនិងបងថ្លៃស្រីនៅតើពិតជាហួសថ្លាមែនថ្ងៃត្រង់ចេះសោះហ៊ានចូលមកលួចក្នុងភូមិគេផងកុំបារម្ភអីម៉ែនឹងកំចាត់រាល់ឧបសគ្គទាំងអស់សម្រាប់កូនបងធំអ្នកទាំងអស់គ្នាបានឮហើយនៅអាចនឹងថ្លើមធំមែនបើខ្ញុំចាប់បានវិញខ្ញុំនឹងកាប់វាជាកង់មិនខានប្រពន្ធខ្ញុំនៅខាងក្នុងទេកុំធ្វើឲ្យនាងរបួសឲ្យសោះទុកចិត្តចុះខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយអូយខ្លាំងបន្តិចទៀតមើលណែកន្លែងនេះមិនត្រូវទេចុះកន្លែងនេះត្រូវអត់អស់កម្លាំងរលីងហើយនឹងប្រពន្ធសម្លាញ់យើងហត់ណាស់ហើយនេះកុំប្រាប់ណាថាមិនមែនបងថ្លៃស្រីលួចតាក់ទងប្រហាយធ្វើរឿងផ្ដេសផ្ដាសទេដឹងបងធំបងគុំពិបាកចិត្តពេកអីមកពីបងនឹងវាអត់បានការមិនអាចបំពេញតម្រូវការគាត់បានទៅគាត់នឹងហើយមកពីឯងនឹងអត់បានការកុំអីប្រពន្ធឯងទៅរកអ្នកផ្សេងធ្វើអីត្រូវហើយចុះហេតុអីប្រពន្ធគេផ្សេងមិនទៅរកអ្នកផ្សេងអញ្ចឹងមានតែប្រពន្ធថៃនឹងដែលទៅរកប្រុសផ្សេងឯងត្រូវតែរកមូលហេតុពីខ្លួនឯងទៅអញ្ចឹងថ្ងៃក្រោយបើខ្ញុំរកប្តីខ្ញុំត្រូវតែបើកភ្នែកឲ្យធំសិនហើយបើប៉ះចំមនុស្សដូចបងធំច្បាស់ជាវិនាហើយបងធំមិនមែនខ្ញុំចង់ថាមកទេជាងក៏ពិការទៅហើយរឿងខ្លះគួរតែសុំជំនួយពីបងថ្លៃស្រីទៅសុំទាបន្តិចទៅកុំចង់បានមកពេកប្រយ័ត្នរងទុកខ្លួនឯងមិនមែនទេពួកបងឯងកំពុងនិយាយស្អីហ្នឹងបងថ្លៃស្រីកំពុងលួចមានសហាយណាច្បាស់ជាបើកទ្វារខុសរបៀបហើយបានជាពួកគាត់មិនឃើញទស្សនភាពលួចជួបគ្នាទើបបានជានៅស្ងៀមបែបនេះសរសេរឲ្យស្រួលបួលទាំងអស់គ្នាណាអ្នកម៉ែមកពីខ្ញុំរៀនមិនពូកែទើបមកធ្វើចោលលួចមន់លួចឆ្កែបែបនេះថ្ងៃក្រោយខ្ញុំលែងហ៊ានទៀតហើយអ្នកម៉ែឲ្យខ្ញុំសរសេរ100ដងអញ្ចឹងម្រាមដៃខ្ញុំច្បាស់ជាខូចមិនខានទេចុះឯងមួយទៀតសរសេរស្អីគេនឹងដៃខ្ញុំរមួលក្រពើអស់ហើយឬមួយក៏ចាប់ខ្ញុំដាក់គុកតែម្ដងទៅអូនសម្លាញ់អូនឯងកំពុងអូចាប់បានចោលរំសៀត2នាក់កំពុងតែពីណីឲ្យសរសេរលិខិតសុំទោសតើបងថ្លៃស្រីបងពិតជាពូកែមែនមានប្រុស2នាក់នៅក្នុងបន្ទប់តើអ្នកមីងខ្ញុំនឹងបងសេកាពីយប់មិញអត់មានរឿងអីកើតឡើងតតែសោះណាពួកយើងជឿជាក់អាសេវាមិនធ្វើរឿងក្បត់បងប្រុសវាដាច់ខាតសិនរ៉ូហ្វៃខ្ញុំមិននឹកស្មានថានាងជាពូវេកពីបែបនេះសោះហ៊ានមកដាក់ប្លង់លើក្បាលខ្ញុំផងហេមើលទៅមកពីខ្ញុំទាំងផ្លូវនាងហើយតើឥឡូវគឺជារូបខ្ញុំចុះអ្នកបន្ទាប់ប្រហែលជាដល់វេនស៊ីវជីងសៀនហើយដឹងបងសេខ្ញុំគ្រាន់តែបារម្ភពីបងធំតែប៉ុណ្ណោះតើនាងឯងជាស្អីទៅហាទោះជាកូនក្នុងពោះនាងជាឈាមជ័រតកោសៀវយើងពិតមែនត្រឹមអំបូរថោកទាបដូចនាងឲ្យធ្វើត្រឹមអ្នកបំរើកំដរទីប្រឹក្សាក៏ចាត់ទុកថាលើកដំកើងនាងណាស់ទៅហើយបងសេបងធ្លាប់សន្យាថានឹងរៀបការជាមួយខ្ញុំតើស៊ូអានឈីងហេតុអីបានជាមនុស្សក្នុងភូមិគ្រឹះតែងតែចំរំជុំវិញនាងហានាងគ្រាន់តែមានកំណត់ខ្ពស់ជាងអញបន្តិចសោះតើត្រឹមជាស្រីក្នុងគ្រួសារមន្ត្រីមិនដឹងអីសោះហ្នឹងអញមានវិធីរាប់រយដើម្បីកំទេចនាងឯងរឿងនឹងចាំនិយាយគ្នាតាមក្រោយចុះរឿងសំខាន់ចំពោះមុខគឺត្រូវស៊ើបប្រវត្តិអាពីរអ្នកនឹងឲ្យច្បាស់ហើយស្វែងរកថាតើនរណាគេឲ្យប្រកាសដែលជាអ្នកបងប្រហារវ៉ាន់ឈីងតើខ្ញុំគួររំលឹកពួកគាត់យ៉ាងម៉េចទៅថាឆៃនេះពាក់ព័ន្ធនឹងសិនរ៉ូហ្វីឈួតមែនប្រមូលភូស្តាំងសិនទៅប្រាប់ឥឡូវក៏គ្មានអ្នកណាជឿដែរនិយាយមកពួកយើងជឿទាំងអស់ហ្នឹងវ៉ាបងថ្លៃបងគឺជាអាទិទេពរបស់ខ្ញុំហ្មងបងថាព្រះច័ន្ទរៀង4ជ្រុងក៏ខ្ញុំជឿបងដែរចាប់អាពីរអ្នកថោកទាបនឹងយកទៅឃុំនៅគុកក្រសួងយុទ្ធភ័ពប្រើទារុណកម្មទាំង15ប្រយុទ្ធជាមួយពួកវាអញមិនជឿថាបើកមាត់ពួកវាមិនចេញនោះទេនៅតែជាប្តីខ្ញុំពូកែដែរគ្មានអីងាយស្រួលនឹងមានប្រសិទ្ធភាពជាងការវិដំធ្វើទារុណកម្មធ្ងន់ធ្ងរនោះទេប្រពន្ធសរសើរខ្ញុំផងនគរបាលអូពួកវាទៅគុកក្រសួងលោកម្ចាស់លើកលែងទោសផងពួកយើងសារភាពទាំងអស់ពួកយើងមិនបាច់ទេយកពួកវាទៅឃុំហើយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរជាមុនសិនដល់ពេលនឹងអ្វីដែលចេញពីមាត់ពួកវាប្រកាសជាការពិតហ្មងអូចេញទៅអូយលើកលែងទោសផងលោកម្ចាស់វីវ៉ូហើយបងមកឆេងធ្វើរឿងនេះសម្ងាត់បំផុតចេញពីមាត់អាឈួត2នាក់នឹងប្រកាសជាសួរមិនបានការអីប្រយោជន៍តតែសោះរ៉ូហ្វៃរឿងទាំងអស់នេះសុទ្ធតែជានាងជាអ្នកធ្វើមែនទេមិនមែនទេអាប់អូនថ្លៃល្ងងដូចសត្វប្រាំប្រៃរបស់ខ្ញុំដឹងរឿងនឹងបានយ៉ាងម៉េចទៅវិញខ្ញុំមិនទាន់ទាំងបានប្រមូលភស្តុតាងផងឈប់ហៅខ្ញុំថាអាល្ងងដូចសត្វប្រាំប្រៃទៀតទៅបងសេមិនក៏ចឹងទៅវិញបងក៏ដឹងដែរចាប់តាំងពីខ្ញុំមានផ្ទៃពោះមកខ្ញុំមិនដែលបានចេញក្រៅភូមិគ្រឹះសោះណាតើឲ្យខ្ញុំទៅរកមនុស្សណែណាមកធ្វើបាបបងថ្លៃទៅខ្ញុំដឹងថាខ្ញុំមានឋានៈទាបថោកអ្នកនៅក្នុងគ្រួសារបងស្អប់ខ្ពើមខ្ញុំទាំងអស់ហ្នឹង
ប៉ុន្តែខ្ញុំពិតជាមិនបានធ្វើបាបបងថ្លៃមែនណាខ្ញុំពិតជាអត់បានធ្វើមែនហេផ្ដាំសម្ដែងធ្វើជាគួរឲ្យអាណិតទៀតហើយនៃអាប់អូនថ្លៃភ្ញាក់ខ្លួនបន្តិចទៅបើនៅតែជឿនាងទៀតចាំមើលតែត្រជាក់តែខ្លួនឯងទៅទោះជានាងចេញក្រៅទ្វារមិនបានក៏មិនរារាំងនាងក្នុងការលេងប្រៀបនាំសារផ្ញើទៅឲ្យបងប្រុសខ្លែងខ្លាយរបស់នាងដែរចុះរឿងប្រៀបនាំសារនឹងវាយ៉ាងម៉េចទៅវិញមិនមែនទេដឹងសំបីតែរឿងប្រៀបនាំសារក៏គេដឹងដែរអាប់អូនថ្លៃល្ងងនឹងឆ្លាតដល់ថ្នាក់នឹងផងមើលទៅប្រហែលជាខ្ញុំយកច្រឡំលើគេហើយតើអូនសម្លាញ់អូនមិនបានយកច្រឡំទេបើគុំតែបានឮសម្លេងក្នុងចិត្តរបស់អូនវានៅតែងងដដែលហ្នឹងសម្លេងក្នុងចិត្តមិនអាចទៅរួចទេខ្ញុំមិនដឹងទេសម្លេងក្នុងចិត្តស្អីគេអាហ្វុកទៅផ្ទះបាយចាប់យកព្រៀបស្ងោរស៊ុបមួយក្បាលមកស៊ុបមកដល់ហើយទៀនគឺលោកប្រុសធំឲ្យខ្ញុំស្ងោរស៊ុបព្រៀបតាទៀនអញឲ្យឯងទៅចាប់ព្រៀបនាំសារមកតើបងធំកាលពីយប់មិញពួកយើងចាប់បានព្រៀបនាំសារមួយក្បាលមែនទេខ្ញុំចង់បំពន់សុខភាពបន្តិចក៏ឲ្យគេស្ងោរស៊ុបផឹកទៅមួយក្បាលហ្នឹងគឺជាព្រៀបដែលនាងប្រើសម្រាប់ផ្ញើសារមែនទេអត់ខ្ញុំមិនដឹងទេមិនមែនខ្ញុំទេមិនមែនខ្ញុំទេនៅតែប្រកែកទៀតពិតជាពិបាកដោះស្រាយមែននាងប្រកាសជាមានបាក់ពូបន្ថែមទៀតហើយបងប្រុសធំរបស់នាងសិនមកឈិនមិនទាន់ស្លាប់ទេមែនទេពួកអញរួមគំនិតគ្នាអីជាបងប្រុសធំនោះច្បាស់ជាប្រុសស្នេហ៍របស់នាងនឹងមកសិនរូវៃគ្រាន់តែជាស្រីចិញ្ចឹមនៅក្នុងផ្ទះរបស់សិនមកឈិនប៉ុណ្ណោះសិនមកឈិនស្រឡាញ់បារម្ភពីនាងខ្លាំងណាស់ថែមទាំងកូននៅក្នុងពោះនាងទៀតឥឡូវនេះអញគ្រាន់តែធ្វើពុតជាចង់សម្លាប់នាងនោះគេច្បាស់ជាទ្រាំមិនបានហើយចេញមុខមកជួយនាងមិនខានទេបងប្រុសសិនរូវៃអញដាច់ខាត់មិនលើកលែងឲ្យនាងដាច់ខាត់សិនរូវៃអញសម្លាប់នាងហ្មងបងប្រុសអូនពិតជាអត់បានធ្វើមែនណាអញសម្លាប់នាងជប់សិនមិនក៏លឿនពេកអញ្ចឹងគ្មានការលៃលុកអារម្មណ៍អីបន្តិចសោះស្រាប់តែផ្ទុះឡើងយកមកប្រហែលជាគេពិបាកចិត្តខ្លាំងពេកហើយមើលទៅទើបទប់អារម្មណ៍ខ្លួនឯងមិនជាប់ហើយក៏ផ្ទុះកំហឹងភ្លាមបែបហ្នឹងបងប្រុសអូនពិតជាអត់បានធ្វើមែនណាពិតមាត់គ្មាននរណាអាចមកធ្វើបាបគ្រួសាររបស់អញបានទេអញសម្លាប់នាងខ្មាញ់ធ្នូរៀបចំរឿងទាំងអស់នេះគឺសុទ្ធតែជាអន្ទាក់ដែលពួកអញរៀបចំឡើងក្នុងបំណងអាក្រក់ទាំងអស់បងធំសិនមកឈិនមនុស្សឈុតខ្មៅកាលពីយប់នោះគឺជារូបឯងពិតមែនកាលពីយប់នោះខ្ញុំសង្ស័យបាត់ទៅហើយថាបុរសឈុតខ្មៅនោះជាឯងលោកម្ចាស់ហ៊ុយមិនអាចដឹងពីបំណងរបស់បងថ្លៃលឿនយ៉ាងនេះទេក្នុងពេលដែលឯងដឹងបាត់ទៅហើយអញ្ចឹងអញក៏មិនបាច់លាក់បាំងទៀតដែរហេតុអ្វីអញចាត់ទុកឯងជាបងប្អូនបង្កើតចុះហេតុអ្វីបានជាឯងបោកប្រាស់អញទៅវិញមកពីអញមិនសុខចិត្តនឹងណាអាងអីពួកឯងកើតមកភ្លាមធ្វើជាអ្នកអភិជនរក្សាឋានៈខ្ពង់ខ្ពស់ចុះអញកើតមកជាអ្នកក្រីក្ររងទុកឲ្យគេជិះជាន់ទោះបីជាអញខំប្រឹងមួយជីវិតក៏នៅតែធ្វើជាចៅហ្វាយតូចតាចម្នាក់ដដែលដូច្នេះហើយទើបអញសហការជាមួយពួកចៅធ្វើពុតជាជួយអញហើយធ្វើជាស្លាប់រួចឲ្យរវៃពូឈាមជររបស់អញទៅរស់នៅភូមិគ្រីស្ទែកជាមួយអញហាមិននឹកស្មានសោះថាមេម៉ាយល្ងងម្នាក់នេះជឿជាក់មែនទេនឹងណាប្រហែលណាស់ថ្លាំធំដល់ថ្នាក់ហ៊ានរៀបចំផែនការមកបំបត្តិបន្លំឈាមជរក្នុងភូមិគ្រីស្ទែកសៀវផងហេលោកម្ចាស់ខ្ញុំដឹងខុសហើយសូមមេត្តាលើកលែងទោសឲ្យកូននៅក្នុងពោះខ្ញុំផងបងប្រុសកូននៅក្នុងពោះខ្ញុំវាមិនដឹងអីទេណាឲ្យខ្ញុំកាត់កូនរួចចាំយកជីវិតខ្ញុំទៅចោះបានទេកូនសម្លាញ់នាងហ៊ានប៉ងប្រហារបងប្រុសនិងបងថ្លៃឯងដាច់ខាត់មិនត្រូវចិត្តទុនឲ្យសោះណាត្រូវហើយការនាងធ្វើបាបបងថ្លៃនាងមានតែចិត្តទុនយ៉ាងណាប្រសិនបើបងថ្លៃត្រូវចោលពីអ្នកនោះធ្វើបាបមែននោះទើបជារឿងអសូរពិតប្រាកដសិនរវៃអញធ្លាប់ប្រាប់នាងហើយថាហាមប៉ះពាល់គ្រួសារអញដាច់ខាត់នាងមានថ្ងៃនេះគឺមកពីនាងធ្វើខ្លួនឯងទាំងអស់ពួកឯងសំបីតែកូនដែលមិនទាន់កើតមកក៏មិនព្រមលើកលែងឲ្យដែរខ្ញុំសូមស្ពត់ប្រសិនបើមានជាតិក្រោយមែនខ្ញុំដាច់ខាតនោះជាបណ្ដាសារស់ឡើងវិញតើរងចាំឲ្យនាងសូត្រចប់សិនអាល្ងងអញសម្លាប់ឯងញ៉ាំយឺតទៅអូនស្ដាយបន្តិចទៀតដល់ពេលបាយល្ងាចហើយប្រយ័ត្នឆ្អល់ពោះណាដឹងហើយតាមួយថ្ងៃឧបិដងរហូតដល់ត្រចៀកអូនឡើងក្រាស់អស់ហើយនឹងអ្នកនាងខាងភូមិគ្រឹះនាយករដ្ឋមន្ត្រីបានចាប់មនុស្សឲ្យយកសម្បត្តិមកជូនទៀតមិនទៅទេទើបតែមកនិយាយរឿងមនោសញ្ចិតនាឪពុកកូនពេលនេះវាមិនជ្រុលពេលបន្តិចទេអ្នកនាងមេត្តាមើលបន្តិចទៅបាទអ្នកបម្រើដែលយកសម្បត្តិមកប្រាប់ថាវាតាក់ទងនឹងទ្រព្យឲ្យគេប្រភេទរបស់អ្នកនាងបាទ
គេថាការមុនគេកាត់កងទ្រពឲ្យគេរបស់ខ្ញុំឥឡូវគេចង់យកផ្នែកដែលសល់ប្រគល់មកឲ្យខ្ញុំវិញយកមកឲ្យខ្ញុំវិញលោកពុកជាទីស្រឡាញ់កូនមកហើយវើយអ្នកម្នាងបងបានប្រគល់ឃ្លាំងទ្រពទាំងអស់ឲ្យអូនរួចហើយតើអូននៅតែមិនទាន់ស្កប់ស្កល់ទៀតឬមួយអូនគិតថាតែងតែលោភលន់មិនចេះល្មមមើលទៅបងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរកតូបលក់ដូរឲ្យបានច្រើននៅដើមឆ្នាំក្រោយប្រញាប់តាមទៅរក្សាជំហានឲ្យទាន់អ្នកម្នាងបាទអ្នកប្រុសម្ចាស់លោកពិតជាអស់ស្មើហើយអ្នកម្នាងស្ទូចត្រីប៉ុន្តែលោកបែរជាចង់ឲ្យគេស្ទូចទៅណែបងស្រីមិនដែលបានឃើញរបស់ល្អច្រើនយ៉ាងនឹងមែនទេរបស់ទាំងនេះតែជាអ្នកតាមស្រឡាញ់ឯងផ្ញើមកហេប្រកាសជាចឹងហើយខ្ញុំជាស្រីស្អាតលេខ1ក្នុងរាជធានីណាអ្នកតាមស្រឡាញ់ខ្ញុំវិញតម្រៀបជួពេញទូទាំងរាជធានីឯណោះមិនដូចជាបងស្រីទេមិនដែលបានស្គាល់រសជាតិមានគេតាមសុំស្នេហ៍សោះសំបីតែបងថ្លៃក៏បងខំតាមអង្វរគេស្ទើងាប់ស្ទើរស់ទម្រាំបានការជាមួយគេដែរបងស្រីបងប្រកាសជាច្រណែនខ្ញុំណាស់ត្រូវអត់ហាហាអាចឈួតមកពីណានេះបងទទួលស្គាល់មកបងកំពុងតែច្រណែនខ្ញុំច្បាស់ណាស់ប្រពន្ធអញចាំបាច់ត្រូវច្រណែននាងធ្វើអីគ្រាន់តែជុំដៃអន់ប៉ុន្មានខ្សែខោអាវហួសសម័យនិងគ្រឿងអលង្ការអត់តម្លៃទាំងនេះហេបើប្រពន្ធអញចង់បានអញនឹងជូននាងរាប់រយរាប់ពាន់មុខតែជារបស់កំមកគ្មានពីលើលោកមិនមែនរបស់អន់លក់តាមចិញ្ចើមថ្នល់បែបនេះទេលោកមិនថាបានប្រគល់លុយកាក់កែប្រអប់ទាំងអស់មកឲ្យខ្ញុំហើយទេអីលោកភូខ្ញុំអូនសំឡាញ់បងណាហ៊ានលាក់លុយនោះហាងដែលលោកពុកឲ្យបងមើលការខុសត្រូវរាល់ឆ្នាំបងទទួលបានភាគលាភតើគ្រាន់តែភាគលាភទាំងនោះក៏ល្មមទិញសូត្រៃនិងគ្រឿងអលង្ការពេញឲ្យអូនឯងដែរអូយកងដៃល្អយ៉ាងហ្នឹងបែរជាជ្រុះបាក់បាត់ប្រហែលសំលេងនាងឬក៏ខ្លាចខ្ញុំច្រណែនកងដៃអន់ថោកទាបបែបហ្នឹងហ៊ានយកមកអួតក្អេងក្អាងទៀតពិតជាមិនដែលស្គាល់របស់ល្អមែនឯងពួកឯងគ្រាន់តែលេងសើចតិចតួចសោះទ្រាំមិនបានបាត់មកកូនស្រីមុខម្ហូបទាំងនេះសុទ្ធតែជារបស់ដែលកូនចូលចិត្តញ៉ាំឲ្យច្រើនទៅណាអរគុណលោកពុកលើកនេះកូនត្រឡប់មកវិញគឺចង់បានទ្រព្យសម្ដៅដែលអ្នកម៉ាក់បន្សល់ទុកឲ្យកូនមកវិញលោកពុកបងស្រីការរួចទៅហើយតើត្រូវការទ្រព្យសម្ដៅច្រើនយ៉ាងនឹងធ្វើអីទៀតលីងនោះជារបស់ដែលម៉ែគេទុកឲ្យគេទោះបីជាគេមិនត្រូវការក៏មិនមែនជាអ្វីដែលអញត្រូវប៉ងប្រាថ្នាដែរលោកម្ចាស់ទ្រព្យសម្ដៅរបស់លីងដើមឡើយតិចតួចណាស់ទើបខ្ញុំគិតថាចង់រំលែកពីខាងបងស្រីវាតិចតួចស៊ូលីងត្រូវអ្នកឯងតាមចិត្តរហូតខូចអស់ហើយទើបវាហ៊ានធ្វើរឿងផ្ដេសផ្ដាសបែបហ្នឹងឥឡូវនេះនៅហ៊ានមកដណ្ដើមទ្រព្យសម្ដៅបងស្រីវាទៀតពួកឯងពីរអ្នកម្ដាយកូនចាត់ទុកអញជាមនុស្សស្លាប់មែនទេលោកម្ចាស់លោកពុកកូនស្រីញ៉ាំឲ្យច្រើនទៀតទៅកូនក្រៅពីរបស់ដែលម៉ែទុកនឹងថែមទ្រព្យឲ្យកូនបន្ថែមទៀតសម្លឹងមើលខ្ញុំធ្វើអីមកដណ្ដើមទ្រព្យសម្បត្តិគេហើយនៅមានមុខមកធ្វើរកទៀតលោកពុកថ្ងៃនេះកូនឮប្អូនស្រីអួតថានាងមានសូត្រៃនិងគ្រឿងអលង្ការកែវកងច្រើនណាស់កូនគិតថាទៅថ្ងៃមុខនាងប្រហែលជាមិនខ្វះទ្រព្យសម្បត្តិទេដឹងលីងអញហ៊ានទទួលអំណោយពីវាងជាងគឺអាព្រានារីនោះមែនទេមិនមែនទេពុកស្ដាប់កូនពន្យល់សិនអាខូចលោកម្ចាស់លោកពុកអាក្រក់អាវាងជាងគឺនោះជាមនុស្សបែបណាអញហ៊ានទៅពាក់ព័ន្ធជាមួយវាផងវាជាអាប្រឡ័យលោកគ្មានព្រានពេញមួយរាជធានីនរណាក៏ដឹងដែរវាមានជំងឺកាមរោគអញនៅហ៊ានទទួលអំណោយពីវាទៀតលោកពុកកូនលែងហ៊ានហើយកូនពិតជាលែងហ៊ានទៀតហើយបើអញដឹងថាអញហ៊ានលួចតាក់ទងវាទៀតអញនឹងដាក់ទោសអញដោយផ្ទាល់ដៃអ្នកម៉ាក់លីងមិនអីទេម៉ាក់នាំកូនយកទៅសង្កេវិញកុំធ្វើឲ្យពុកឯងខឹងទៀតអីអញមិនលើកលែងឲ្យឯងជាដាច់ខាតអាលីងនេះត្រូវមីលីបង្វក់ខូចអស់មែនសំណាងហើយដែលកូនជាបងស្រីមិនបានខូចដូចវាមែនឬលោកពុកចុះមិនក៏កូនចាំថាកាលមុនពុកតែងតែចោទថាកូនមិនដឹងខុសត្រូវហើយបង្ខំឲ្យកូនលុតជង្គង់នៅរោងបុកបរោះកូនចាំថាលើកដែលយូរជាងគេគឺលុតជង្គង់អស់3ម៉ោងរហូតក្តៅខ្លួនខ្លាំងសន្លប់បាត់ស្មារតីពុកជឿតាមពាក្យចាក់រុករបស់ស្រីលីវស្មានថាកូនធ្វើពុតជាឈឺហើយបណ្ដោយឲ្យនាងបង្ខំឲ្យកូនទាំងក្តៅខ្លួនទៅរត់ប្រណាំងទៀតរឿងកន្លងផុតទៅហើយចាប់ពីពេលនេះទៅគ្មាននរណាម្នាក់អាចធ្វើបាបវ៉ាន់ឃីងបានទៀតទេណាវ៉ាន់ឃីងកន្លងមកគឺជាកំហុសរបស់ឪពុកទេជប់និយាយទៅពុកជប់និយាយទៅតោះញ៉ាំបាយទៅពុក
cô nơi tại trong ban trộp riệp ca để mặc bẩn sau túc ở côn một mình ô nhằm bài ruột ở bốc nâng nom anh tới khèng nơi không hợp ní cứ chỉ trộp riệp ca để mặc anh bẩn sau túc của anh nâng hời ômประหยัด បន្តិច ណា ពួក យើង ប្រញាប់ រក មនុស្ស ដឹក របស់ ទាំង នេះ ត្រឡប់ ទៅ ភូមិ គ្រឹះ ឆេង វ៉ាង វិញ ទៅ បាត់ ល្អ ហើយ នាង មក ធ្វើ អី ទៀត ហ្នឹង លោក ម្ចាស់ ខ្ញុំ ដឹង ខ្លួន ឯង ច្បាស់ ណាស់ ថា ខ្ញុំ ធ្វើ ជា អ្នក ម្ដាយ ដើម នេះ មិន បាន ល្អ ទេ ប៉ុន្មាន ឆ្នាំ មក នេះ ខ្ញុំ បាន ធ្វើ ខុស ចំពោះ វ៉ាន់ ឃីង ច្រើន ណាស់ ឲ្យ តែ នឹក ឃើញ ដល់ រឿង នេះ ខ្ញុំ ពិត ជា គ្មាន មុខ ទៅ ជួប វិញ្ញាណ ក្ខន្ធ បង ស្រី នៅ លើ មេ ទេ ខ្ញុំ មិន ត្រឹម តែ ជា ម្ដាយ ចុង របស់ វ៉ាន់ ឃីង ទេ តែ ខ្ញុំ ក៏ ជា អ្នក មីង បង្កើត របស់ នាង ដែរ ណា គាត់ កំពុង តែ សម្ដែង ធ្វើ ជា ស្អី ហ្នឹង ម្ដាយ ចុង អូន កាល ពី ក្មេង ធ្លាប់ ធ្វើ ជា អ្នក លេង ល្ខោន មែនទេ ហ្នឹង សម្ដែង ដូច មែនទេ អញ្ចឹង បាន ហើយ អញ អាច ភ្ញាក់ រលឹក ដឹង កំហុស បែប នេះ គឺ ល្អ ហើយ លោក ម្ចាស់ ខ្ញុំ សូម អង្វរ ដោយ ចិត្ត ក្លាហាន មេ ក៏ ល្ងាច ណាស់ ទៅ ហើយ អញ្ចឹង វ៉ាន់ ឃីង និង កូន ប្រសា សម្រាប់ នៅ ភូមិ គ្រឹះ យើង មួយ យប់ ទៅ ហើយ ចាំ ស្អែក សឹម ដឹក ទៅ វិញ ធ្វើ បែប នេះ លោក ម្ចាស់ ក៏ អាច រឹត ចំណង មេត្រី ភាព ជាមួយ វ៉ាន់ ឃីង បន្ថែម ទៀត ដែរ នៅ តែ អញ គិត គូ បាន ល្អិត ល្អន់ ដដែល វ៉ាន់ ឃីង ពួក ឯង ចាំ ស្អែក សឹម ដឹក ទ្រព្យ រៀបការ ទាំង នេះ ទៅ វិញ ទៅ ណា យប់ នេះ នៅ សម្រាប់ ឯ ភូមិ គ្រឹះ ទៅ ណា អ្នក មីង ចាំ បាន ថា ក្មួយ ចូល ចិត្ត ញ៉ាំ នំ ផ្កា កេត គេ បំផុត ចាំ មីង ឲ្យ ផ្ទះ បាយ ចំហុយ ឲ្យ ច្រើន បន្តិច យោ ពម ខ្ញុំ នៅ សម្រាប់ លោក ម្ចាស់ វ៉ាន់ ឃីង ព្រម នៅ សម្រាប់ ហើយ ខ្ញុំ ទៅ រៀបចំ ភួយ ខ្នែ ថ្មី ជូន នាង ឥឡូវ នេះ ហើយ វ៉ាន់ ឃីង នាំ ស្វាមី ឯង ដើរ កំសាន្ត នៅ កន្លែង ដែល ឯង ធ្លាប់ ទៅ កាល ពី កុមារ ភាព ទៅ ណា ភរិយា សម្លាញ់ ហេតុ អ្វី បាន ជា អូន ស្រាប់ តែ ព្រម ទទួល ពាក្យ សម្រាប់ នៅ ទី នេះ អញ្ចឹង បង ជឿ ថា គាត់ ចង់ រឹត ចំណង មេត្រី ភាព ជាមួយ អូន ដោយ មិន មែន មាន គំនិត អាក្រក់ មែន ទេ បើ អញ្ចឹង បង ជឿ ថា អូន ជា អធិរាជ ខិន សេហួង ដែរ ទៅ បើ អូន ដឹង រួច ទៅ ហើយ ចុះ ហេតុ អ្វី បាន ជា អូន ចង់ បញ្ឆេះ ពោះ ឲ្យ ចេញ ពី អន្លង់ មែន ទេ នៅ តែ ជា ស្វាមី អូន ឆ្លាត ដដែល អូន គ្រាន់ តែ ចង់ ឲ្យ ពួក គិត អាក្រក់ ត្រូវ លើក ថ្ម សង្កត់ ជាង ខ្លួន ឯង ប៉ុណ្ណោះ អូយ កុំ ធ្វើ អី កុំ ធ្វើ អី ខ្ញុំ ប្រាប់ ទាំង អស់ អូយ ស៊ូលេង យូប្រែង ឲ្យ មក ធ្វើ ស្អី អា កប អូយ អេ កប យើង ជា ជា គ្រាន់ តែ ពិការ ជាង ប៉ុន្តែ មិន មែន ជា មនុស្ស អសមត្ថភាព ទេ លោក ប្តី បង សង្ហា ខ្លាំង ណាស់ ក្បាច់ ប្រយុទ្ធ មិញ នេះ ពេល ទំនេរ ជួយ បង្រៀន អូន ផង ណា ក្នុង ពេល ដែល ភរិយា ចង់ រៀន បង ជា ស្វាមី មិច នឹង កំណាញ់ កើត ទៅ លោក ប្តី ល្អ ចំពោះ អូន ខ្លាំង ណាស់ សូម សំពះ សូម អង្វរ អ្នក ទាំង ពីរ ហើយ ជួយ គិត គូរ ពី ជីវិត ខ្ញុំ ផង មើល ចង់ សួរ អី ក៏ ប្រញាប់ សួរ មក ប្រញាប់ សួរ មក មើល គោល បំណង របស់ ស៊ូលេង យូ គឺ ស្អី ខ្ញុំ ដឹង ត្រឹម តែ ថា នាង ឲ្យ ខ្ញុំ មក ប្រើ ថ្នាំ សណ្ដំ រំលប់ អ្នក ទាំង ពីរ រួច ហើយ លី លោក ប្រុស ម្នាក់ នេះ ទៅ បន្ទប់ ផ្សេង មួយ ទៀត នាង ស៊ូលេង យូ នឹង នៅ តែ មិន ទាន់ អស់ ចិត្ត ពី បង ទៀត មុន ស្នេហ៍ បង មិន ធម្មតា ទេ តើ ប៉ុន្តែ បង មាន អារម្មណ៍ ថា គោលដៅ របស់ នាង មិន មែន មាន ត្រឹម តែ រូប បង ម្នាក់ នោះ ទេ បន្ទប់ របស់ ស៊ូលេង យូ ណែ ណា ឯង កុំ ហ៊ាន បោកប្រាស់ អ្នក ប្រុស ឲ្យ សោះ បើ មិន អញ្ចឹង ទេ ប្រយ័ត្ន រង គ្រោះ ធ្ងន់ នៅ ខាង មុខ នេះ ឯង លោក ប្រុស វ៉ាង កុំ បារម្ភ អី អ្នក នាង ខ្ញុំ បាន ប្រាប់ ថា នាង ជា មនុស្ស របស់ លោក ប្រុស វ៉ាង ហើយ គ្មាន ចិត្ត ពី ឡើយ នាង ស៊ូលេង យូ នេះ ពិត ជា ប្រញាប់ ប្រញាល់ ខ្លាំង ជាង ស្ត្រី មេម៉ាយ ទៅ ទៀត នៅ ខាង មុខ នេះ ឯង ស្មាន មិន ដល់ ថា ស៊ូលេង យូ រូប នេះ ចិត្ត ខូខើ ដល់ ថ្នាក់ នេះ សោះ បង នឹង ទៅ ឥឡូវ នេះ វា នាង មួយ បាត់ ដៃ ឲ្យ ស្លាប់ កំទេច គ្រោះថ្នាក់ ទៅ ថ្ងៃ មុខ អូន យល់ ថា ទុក ស៊ូលេង យូ ទទួល ផលកម្ម របស់ ខ្លួន ឯង វិញ ល្អ ជាង ប្រសិន បើ នាង ដឹង ថា អ្នក ដែល នៅ ក្នុង បន្ទប់ ជាមួយ នាង គឺ វ៉ាង យេង ហេង នោះ ទម្រង់ មុខ របស់ នាង ច្បាស់ ជា អស្ចារ្យ ខ្លាំង ណាស់ ហ្មង បើ ឯង ចង់ រួច ខ្លួន ពី ការ ពិន័យ ត្រូវ នាំ នាង ទៅ បន្ទប់ ដែល ស៊ូលីង យា បាន រៀបចំ ទុក ឬ ទេ បាទ លោក ជំទាវ ទៅ ចុះ ពួក ឯង នេះ ពិត ជា មុខ ក្រាស់ មែន តើ លោក ពុក អ្នក ម្ដាយ ចុះ មិន បាន ជា បង ស្ទើរ តែ ចាក់ ចំអូន ហើយ ណា បង ឯង នេះ ពិត ជា រឿង នេះ មិន នឹង អាច ទៅ រួច ទៅ បើ សៀវ ជីង យាន ក៏ នៅ ទី នេះ ដែរ ចុះ លីង យា របស់ ខ្ញុំ ណី ណា នេះ ឬ ជា រឿង អាស្រូវ ដែល ឯង បាន និយាយ ហាស អញ ស៊ូទ្រាំ នឹង ឯង ច្រើន ដង ហើយ តែ ឯង នៅ តែ ប្រព្រឹត្ត ខុស ហើយ ខុស ទៀត អញ មើល ទៅ ឯង ចង់ តែ រក សាច់ រឿង ហ្មង អញ នឹង ឲ្យ គេ បញ្ជូន ឯង ទៅ វត្ត ដើម្បី កែប្រែ គំនិត បាន ល្អ លោក ម្ចាស់ ខ្ញុំ ខុស ហើយ ចា
បើអ្នកក្រៅដឹងថាលីងយាមានម្ដាយទៅបួសជាដូនជីតើថ្ងៃមុខនាងរកផ្ទះខាងប្តីមិននឹងបានទៅលោកម្ចាស់វីវ៉ូហើយនៅខាងដំណាក់ខាងត្បូងមានរឿងអីចាប់និយាយមកមានសម្លេងអ្នកនាងទី2និងមនុស្សប្រុសលេចចេញពីក្នុងបន្ទប់ពួកអ្នកបោះសម្អាតបានឬអស់ហើយចាអាយស្វាមីយើងក៏ទៅមើលដែរទៅណាហើយអ្នកបំរើទៅបើកទ្វារឲ្យអញភ្លាមមិនបានទេចុះមិនបានដាច់ខាតថយចេញទៅអ្នកបំរើយកទឹកត្រជាក់មួយផ្ដិលមកជាដាស់ពួកវាទាំងពីរនាក់ឲ្យភ្ញាក់ភ្លាមអញធ្វើស្អីនឹងអាព្រាននារីអញធ្វើពុតរកស្អីមិនមែនអញទេអីដែលជាអ្នកហើយមកនឹងពួកអញទាំងពីរនាក់ស្លៀកពាក់ឲ្យបានត្រឹមត្រូវហើយវាមកទីនេះភ្លាមលោកពុកគឺមកពីវាជាអ្នកបង្ខំកូនទេលោកពុកវាជាអ្នកបង្ខំកូនលោកពុកអញភូតមកវើយគឺនាងឯងនឹងហើយដែលជាអ្នកតាក់ទងអញមុនអញទទួលកាដូពីអញឡើងច្រើនហ៊ានថាមកពីអញបង្ខំអញទៀតបានលោកពុកក្មេកនេះគឺជាសម្បត្តិដែលកូនស្រីលោកសរសេរដោយផ្ទាល់ដៃឲ្យខ្ញុំនាងណាត់ខ្ញុំឲ្យមកជួបនៅម៉ោង 5 ព្រឹកណារៀបចំខ្លួនទៅផ្សំគុំកូនស្រីទី2ឲ្យទៅគ្រួសារវាំងចុះលោកពុកកុំអីលោកពុកកូនមិនរៀបការទេលោកពុកកូនមិនរៀបការទេលោកពុកកូនមិនរៀបការទេកូនមិនរៀបការទេស៊ូវ៉ាន់ឈីងសៀវជីងយានគឺពួកឯងទេដែលជាអ្នកដាក់អន្ទាក់ខ្ញុំមីចង្រៃអាថោកទាបទាំងពីរនាក់ពួកឯងស្លាប់មិនបានល្អទេសាំងអាក្រក់ទទួលបានផលអាក្រក់ខ្លួនឯងហើយប្រកាសណាស់ពួកយើងច្បាស់ជាមានអាយុយឺនយូរ100 ឆ្នាំមិនខានកូនស្រីខ្ញុំរៀបការហើយខ្ញុំនឹងយកថ្លៃបណ្ណាការរបស់មីក្មេងចង្រៃនោះឲ្យទៅកូនស្រីខ្ញុំទាំងអស់មកហាចំពោះជើងរបស់ព្រះអង្គម្ចាស់តូចទូបង្គំអស់សមត្ថភាពនឹងព្យាបាលហើយអូយមិនអីទេណាទោះជើងបងដើរមិនរួចក៏បងនៅតែខ្លាំងដូចដើមតើព្រះរាជយាទនៅតែទុកចិត្តឲ្យបងដឹកនាំតបនេះជាភស្តុតាងច្បាស់បំផុតហើយអូនសម្លាញ់អរគុណអូនណាដែលតែងតែនៅក្បែរបងរហូតមកមនុស្សល្ងងបើអូនមិននៅក្បែរបងតើឲ្យអូនទៅនៅក្បែរនរណាទៅហេតុអីបានជាខ្ញុំត្រូវរងអំពើហិង្សាក្នុងគ្រួសារតែពួកឯងបែរជារស់នៅយ៉ាងមានក្តីសុខម្ល៉េះស៊ូវ៉ាន់ឈីងទៅស្លាប់ឯងសើចឆ្អែតហើយឬនៅចុះមិនបានជាឯងមិនអីអញ្ចឹងឯងមើលខ្លួនឯងទៅថ្ងៃសាំងហ៊ានធ្វើគៀកកណ្ដាលផ្លូវផងហាចាប់នាងយកទៅខ្ញុំមិនព្រមទេហាបាយណាណែជើងខ្ញុំគេយកមកប្រើអញ្ចឹងមែនលោកគ្មានអារម្មណ៍ដឹងអីទេតើត្រូវអត់មិនអីទេចាំខ្ញុំនាំលោកទៅជួបគ្រូពេទ្យរំរបួសទៅគឺចាប់ហើយអញ្ចឹងខ្ញុំពិតជាអរគុណនាងណាស់ហើយហាឯងឆ្លាតមែនហ្មងចុះឯងគិតឃើញមិនបានជាយកជើងកំបុតរបស់កូនអញទៅរោងកំបិតជំនួសអញអញ្ចឹងអាយ៉ាជើងឯងនេះខូចមិនអត់ប្រយោជន៍ទេតើហាពុកនេះខ្ញុំនៅជាកូនបង្កើតពុកអត់ហ្នឹងនិយាយអីអញ្ចឹងសំណាងហើយដែលបានជើងខូចអញទាំងពីរនេះបើមិនអញ្ចឹងទេវ៉ាន់ឈីងរបស់យើងច្បាស់ជាមានរបួសមិនខាននឹងហើយខ្ញុំមិនគួរចង់ដឹងសោះបងធំឈឺអត់ប្អូនទី2នៅតែអញទេដែលចេះបារម្ភគេបងធំមិនឈឺបន្តិចសោះហ្មងសំណាងហើយដែលមិនឈឺចុះបើរំខានដល់ត្រចៀកបងថ្លៃធំតើគិតយ៉ាងម៉េចទៅហាឥឡូវនេះខ្ញុំរៀងឈឺបេះដូងបន្តិចហើយគ្រាន់តែឲ្យលោកជួយរោងកំបិតបងថ្លៃធំគេសោះមិនមែនចង់យកជីវិតលោកឯណាបងធំលោកមិនដល់ខ្ញុំផងនឹងហើយចេញទៅទាំងអស់គ្នាទៅវើយទោះមិនមានជំងឺក៏ត្រូវពួកឯងធ្វើឲ្យខឹងដល់ជឿដែរបានអញ្ចឹងពួកយើងទៅមុនហើយណាចង់លេងនៅលើទេរុញនេះមែនទេគិតក្នុងចិត្តខ្មាស់គេស្លាប់ហើយមិនបានទេខ្ញុំគឺជាទូស្រីចិត្តអាក្រក់ណាមិននឹងអាចចេះខ្មាស់គេនោះមកហានរណាខ្លាចនរណាទៅយ៉ាងណាក៏ជើងបងលេងដឹងអីទៅហើយពួកយើងអាចលេងនៅលើទេរុញនេះពេញមួយថ្ងៃហ្មងសៀវជីងយានជាវយេងយួនអូនខុសហើយអូនសុំចុះចាញ់មិនលេងទៀតទេណាពោះពេលហើយអូន